ai ý chăng á dân ai ở lục bình អត់ទេចង់និ bởi យាយ dương ថា sạ ច ta ង់ថា sạ អូ là ម៉ា hột ចាអូម៉ាថាឥឡូវហ្នឹងយើងសមាទានសិលចំថ្ងៃសិលអញ្ចឹងយើងអត់ធ្វើអីទេតែដល់ពេលផុតពីហ្នឹងទៅព្រោះបោសុតមិនទឹតម្ដង chà chà ចាអ mà ញ្ dục ចឹង mà យើងអាច thàn បានអត់ចាយើងអាចអូម៉ាថាស្អែកឡើងទៅសាក់ទៅអីអញ្ចឹងទៅបានអត់ ព្រោះ mạch ផុតពី bạn bơ បោសុ sạ តហើ nó យ bị chuột là hột bị chuột là hột chẳng vậy ta sạ pram ប bàn ឋមសូ ăn ននម bơ ស្ bơ ការ tam nhom ព្រះ kết រ đấy ត nè នត្រ័យ cái សូម chăm chua ព្រះសូមគ្រប់ព្រះអង្គសូមជម្រាបសួរលោកគ្រូជម្រាបសួរញាតិធម៌និង តាមវាសួរ បា ប ញ់ ងគីបង ta nghe chua này hả xua bong cầm hông ạ bơ cật này nhom cật tới អ tha សំ ta ណួរ tiền ហ្នឹងខ្ញុំធ្លាប់សួរលោកគ្រូតាគាត់ចង់កាន់របបសិទ្ធហើយគាត់ថារបបសិទ្ធលេខតុបតែងបានគាត់ចង់ទៅសាក់ចើមសាក់វមិត្តអីហើយលោកគ្រូថាសាក់ឲ្យហើយបានរក្សារបបសិទ្ធកាន់សមាទានកាន់យកសិលអត់ដាច់ទេប៉ុន្តែផ្លូវចិត្តអត់រួចខ្លួន cha nhâm tan chân đại vì ăn ខ្ញុំ sát chẳng សួ vậy រ thà លោក ăn ព្រោះអី sát មានគេចង់អញ្ចឹងហើយគេសួរខ្ញុំឆ្លាតចេញដែរសួរលោកគ្រូតាំងពីលោកគ្រូនៅភ្នំហ៎តែលោកគ្រូថាសិក្ខាបទអត់ដាច់ទេកាលណាសាក់ហើយបានសមាទានសិលអញ្ចឹងប៉ុន្តែផ្លូវចិត្តអត់រួចខ្លួនដូចយើងដឹងថាស្អែកបាញ់ទៅអត់បានណាលេងពីល្ងាចឲ្យហើយ à, vậy để dương về chạ đã bè bao sát đã bơ sát pram ăn ấy để đã bè bao sát ấy dương mình à thì vậy để ចា ai về chạ là từ សិល5មិនមែនថាមិនអីទេគ្រាន់វាមិនដាច់សិក្ខាបទដាច់សិលប៉ុន្តែផ្លូវចិត្តនៅតែជាប់ជំពាក់ដែរហ្នឹងហើយ cha そうណា vì rồi dương ចាំ chăm បាន sát về cho tầm ចាំ bè បានអាហ្នឹង nằm អា ru ហ្នឹងតើអត់ដឹងច្បាស់ដែរតាសិក្ខាបទមួយហ្នឹងវាអចិន្តិកៈឬក៏សច្ចិន្តិកៈយើងអត់ដឹងនៅតែស្មានស្មាន អចិន្តកៈមានតែវិកាលមួយទេអាលេខកន្លងពងកក្រៅពីនោះសិតតែចិត្តកៈ អាហ្នឹងអចិន្តិកៈ តែពិតទៅសិក្ cả ខា បាន បទ បាន ទាំងអ សេច ស់ ក្ ដែល តី ព្រះអង្គ ថាបើសាក់ទៅមុនពេលយើងតាំងចិត្តថាសមាទានសិលអាហ្នឹងអត់អីទេបើសិនជាសមាទានសិលហើយយើងកំពុងសមាទានសិលហ្នឹងយើងចាប់ផ្ដើមសាក់អាហ្នឹងវាអី cha nhâm thành chẳng đây bọn nhâm kết thành chẳng នោះលោកគ្រូមិនទាន់ចូល នមស្ការ បាញ់ លោក ទៅ ចាស់គ្រូ បាទនមស្ការលោកចាស់គ្រូ mà ca cũng cha cru là សួរមិត្តធម៌ដល់ទៀតបាទ បានគុំលោកចាស់គ្រូជំរាបសួរលោកគ្រូនិងធម្មយាទាំងអស់ទៀត ជំរាបសួរលោកគ្រូនិងធម្មយាទាំងអស់ទៀត សូមនមស្ការលោកម្ចាស់ហើយជម្រាបសួរបងប្អូនញាតិធម៌ទាំងអស់គ្នាចា៎ សូមនមស្ការលោកចាស់គ្រូជំរាបសួរញាតិធម៌ទាំងអស់ កណាសូមនមស្ការលោកចាស់គ្រូជំរាបសួរអំពូមីងនិងបងប្អូនញាតិធម៌ទាំងអស់ cha
Chụpគ្នាឲ្យញោមហ៎ កណាទៀន ឆេង កណាទៀន អឺ កណា record ឯទៀនចា live ទេបង អត់តន់ live ទៀនកណាពងនេះ record ដែរ បងញាតិញោមធរចូលរៀនអរគ្នាបងរីកេរិយានមាសកាថ្វាយបង្គំនៅខ្ញុំព្រះករុណាចូលមានដល់ព្រះដ៏មានព្រះភិយអង្គនោះព្រះអង្គជាព្រះអរហន្តដ៏ប្រសើរទ្រង់ត្រាស់ដឹងនៅញយធម៌ទាំងពួងដោយប្រពៃចំពោះព្រះអង្គឥតមានគ្រូអាចារ្យណាប្រដៅព្រះអង្គឡើយគណៈជាបឋមសូមនមស្ការថ្វាយបង្គំឧទ្ទិសដៅចំពោះគុណនៃព្រះរតនត្រ័យដោយសេចក្តីគោរពជ្រះថ្លាសពការទាំងពួងសូមបានពរចំពោះញោមញាតិពុទ្ធបរិស័ទគ្រប់គ្នាទាំងអស់បងដែលមានវត្តមាននៅក្នុងការសិក្សារៀនពធនៅក្នុងគណៈពេលនេះទាំងអស់គ្នាបាទញាតិចម្រើនពរញាតិញោមពុទ្ធបរិស័ទដែលកំពុងតែទស្សនាតាមការlive ផ្ទាល់ចេញពី page វត្តសមណគោតមារាមនៅក្នុងថ្ងៃនេះគឺថ្ងៃសិក្សារៀនពធព្រះវិន័យបាទក្នុងវីដេអូទី6ហ្នឹងជើញបាទដែលយើងសិក្សាបានប្រហែលសប្តាហ៍ ចូល បាទ ទី7លេងលោកចាស់លើកនេះទី7 ចូល លេងទៀន វីដេអូទី7ថ្ងៃនេះបាទ ណា ស្មើនឹង7សប្តាហ៍ហើយញោមរៀនបានច្រើនគួរសមបើថ្ងៃនេះគឺថ្ងៃពុទ្ធ600ខែអាសាឍឆ្នាំម្សាញ់បាទសព្វស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី16ខែកក្កដាឆ្នាំ2025បាទវិលត្រឡប់មកជួបញាតិញោមសាជាថ្មីបាទបន្ទាប់ពីញាតិញោមបានសិក្សាពធនៅផ្នែកព្រះវិន័យនឹងបានដូចជា3សិក្ខាបទហ្នឹងញាតិញោមបាទ3សិក្ខាបទសង្ឃឹមថាការសិក្សារបស់ញាតិញោមពុទ្ធបរិស័ទហ្នឹងនឹងបានជាចំណែកមួយនៃការចេះដឹងផ្នែកព្រះវិន័យជាពិសេសគឺពាក់ព័ន្ធនឹងការរក្សាសិលពាក់ព័ន្ធនឹងសិក្ខាបទមួយដែលផ្ដោតសំខាន់ទៅលើការរក្សាបបោសុទ្ធសិលដែលញាតិញោមតែងតែគោរពប្រតិបត្តិនៅក្នុងដំណើរនៃជីវិតហ្នឹងសង្ឃឹមថាពុទ្ធបរិស័ទយើងនឹងបានចំណែកในការចេះដឹងបានយល់កាន់តែច្បាស់នៅក្នុងព្រះវិន័យដែលជាចំណែកមួយសំខាន់នៅក្នុងពុទ្ធសាសនារបស់យើងពីព្រោះពុទ្ធវចនៈរបស់ព្រះសម្មាសម្ពុទ្ធព្រះវិន័យនេះក៏ជាពុទ្ធវចនៈព្រះអង្គមួយដែរហើយក៏ជាគម្ពីរមួយសំខាន់ដែរនៅក្នុងសាសនាយើងព្រះវិន័យនេះគឺសំខាន់មែនទែនដូចញាតិញោមបានសិក្សាពីខាងដើមខ្លះហើយពាក់ព័ន្ធនឹងព្រះវិន័យគឺជាអាយុនៃពុទ្ធសាសនារបស់យើងកាលណាព្រះវិន័យនឹងនៅតែមានដរាបណាមានន័យថាព្រះពុទ្ធសាសនារបស់យើងនៅតែតាំងនៅមានដរាបនោះគឺព្រះវិន័យនេះគឺសំខាន់ហើយដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងជាទេសនាដំបូងដែរព្រះវិន័យហ្នឹងក៏ដែលនៅក្នុងពុទ្ធវចនៈរបស់ព្រះសម្មាសម្ពុទ្ធក៏ដែលព្រះអង្គទ្រង់បានប្រកាសសម្ដែងពាក់ព័ន្ធនឹងសិក្ខាបទដែលយើងសិក្សារៀនសូត្រនេះខ្ញុំគណៈអាត្មាភាពក៏រីករាយជ្រះថ្លាចំពោះការខិតខំប្រឹងប្រែងព្យាយាមរបស់ញាតិញោមពុទ្ធបរិស័ទហ្នឹងតែងតែមានសេចក្តីជ្រះថ្លានៅក្នុងការសិក្សារៀនសូត្រ
ណាបានយល់ដឹងនៅក្នុងកិច្ចប្រតិបត្តិរបស់ខ្លួនមានជាបញ្ហាចម្ងល់ផ្សេងៗពាក់ព័ន្ធនឹងការរក្សាសិលរបស់ញាតិញោមនោះយើងបានសាកសួរគ្នាមានខ្ញុំកណ្ណាអាត្មាភាពក៏ដូចជាលោកគ្រូព្រោះតែលោកគ្រូតែងតែមានវត្តមានចូលរួមដោះស្រាយបញ្ហាកម្មរបស់ញាតិញោមពុទ្ធបរិស័ទនឹងផងដែរហើយបន្ទាប់ពីបង្រៀនញាតិញោមអញ្ចឹងទៅឃើញថាពុទ្ធបរិស័ទយើងមានការដេញដោលសាកសួរច្រើនពីព្រះវិន័យណាបងជួបថ្មហ្នឹងក៏សន្ទនាវិន័យខ្លះអញ្ចឹងទៅបើសួរពីកិច្ចប្រតិបត្តិរវាងក្រហមជាមួយបព្វជិតគួរប្រតិបត្តិយ៉ាងណាដើម្បីឲ្យត្រូវនឹងព្រះវិន័យដូចជាញាតិញោមប្រគេនរបស់របរផ្សេងដើម្បីជាការត្រឹមត្រូវមួយបើនៅក្នុងព្រះវិន័យហ្នឹងកុំឲ្យខុសឆ្គងព្រោះគឺសំខាន់ណាស់បើញាតិញោមដែលយើងធ្វើទៅយើងធ្វើដោយការយល់ដឹងធ្វើដោយការចេះដឹងញាតិញោមមិនមានសេចក្តីរង្គៀសទេដូចញាតិញោមខ្លះគាត់ថាតាំងពីមិនតាន់បានរៀនចេះតែធ្វើទៅព្រោះធ្វើទាំងមិនដឹងធ្វើទាំងមិនដឹងអញ្ចឹងទៅបណ្ដារៀនដឹងដែលមានសេចក្តីភ្ញាក់ខ្លួនណាព្រោះមានការរង្គៀសចំពោះការធ្វើកន្លងមកម្ល៉េះហើយបានការសិក្សានៅពុទ្ធវចនៈរបស់ព្រះសម្មាសម្ពុទ្ធនេះនៅជាកត្តាសំខាន់សម្រាប់ញាតិញោមពុទ្ធបរិស័ទគ្រប់គ្នាព្រោះដែលអាចយើងសិក្សាទៅយើងកាន់តែយល់ច្បាស់នៅក្នុងរឿងរ៉ាវជាពិសេសគឺពាក់ព័ន្ធនឹងសិក្ខាបទមួយហ្នឹងបើយើងត្រូវតែចេះមិនអាចធ្វើទាំងស្មានមិនអាចធ្វើទាំងមិនដឹងកាលណាយើងធ្វើទៅវាប្រព្រឹត្តទៅជាទោសមួយសម្រាប់បព្វជិតប្រសិនណាបើលោកមិនដឹងព្រះវិន័យហ្នឹងទេកិច្ចប្រតិបត្តិរបស់លោកគឺប្រព្រឹត្តទៅជាទោសអីចឹងទៅទាំងមិនដឹងខ្លួនហើយញាតិញោមក៏មិនឆ្លៀសវៃនៅក្នុងការបំពេញបុណ្យបំពេញទានអីចឹងទៅចឹងបានការដែលយើងបានចូលមកក្នុងព្រះសាសនារបស់ព្រះសម្មាសម្ពុទ្ធនឹងញាតិញោមបានសិក្សារៀនសូត្រនៅក្នុងព្រះវិន័យនេះក៏ដូចជាការសិក្សាពាក់ព័ន្ធនឹងមេរៀនព្រះអភិធម្មក្តីសុទ្ធតែជាមេរៀនសំខាន់មែនទែនពាក់ព័ន្ធនឹងប្រសូតអីក៏ដោយពេលដែលយើងរៀនហើយញាតិញោមកាន់តែឆ្លៀសវៃដឹងកាន់តែច្បាស់នឹងក្នុងកិច្ចប្រតិបត្តិហ្នឹងទៅអត់មានកាន់តែជ្រះថ្លាបើកាន់តែជ្រះថ្លាអញ្ចឹងបាននៅក្នុងប្រយោជន៍នៃព្រះវិន័យនេះពេលណាដែលយើងរៀនទៅយើងដឹងបើដឹងទៅហើយឃើញប្រសងលោកប្រតិបត្តិល្អអញ្ចឹងទៅពុទ្ធបរិស័ទហ្នឹងក៏រឹងរិតតែជ្រះថ្លាជាមួយលោកហើយក៏ញ៉ាំងសទ្ធាជ្រះថ្លាប្រសងដែលលោកប្រព្រឹត្តល្អអញ្ចឹងទៅញ៉ាំងសទ្ធាជ្រះថ្លាពុទ្ធបរិស័ទហ្នឹងកាន់តែជ្រះថ្លាជាមួយប្រសងនឹងទៀតអញ្ចឹងទៅព្រោះហ្នឹងគឺនៅប្រយោជន៍នៃព្រះវិន័យហ្នឹងគឺព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងបើមកច្រើនណាស់ហើយអញ្ចឹងពីព្រោះនៅក្នុងពុទ្ធសាសនារបស់យើងញាតិញោមដឹងព្រោះគឺផ្ដោតសំខាន់ទៅលើសិលសមាធិបញ្ញាហ្នឹងហើយព្រោះគឺមិនអាចចោលគ្នាបានទេមានសិលគឺត្រូវតែមានជាបច្ច័យជាឧបការៈមួយធំសំខាន់មែនទែនសិលជាចំណែកមួយខាងដើមសំខាន់ដែលដើរតួយ៉ាងសំខាន់ការប្រព្រឹត្តល្អកាយវិការចិត្តរបស់ពុទ្ធបរិស័ទហ្នឹងហើយការដែលប្រព្រឹត្តល្អក្នុងកាយវិការចិត្តហ្នឹងយើងត្រូវលំអិតទៅទៀតប្រព្រឹត្តយ៉ាងម៉េចឲ្យល្អកាយកម្ម3វិច័យកម្ម4មនោកម្ម3យើងត្រូវធ្វើម៉េចឲ្យកម្មទាំង3ហ្នឹងប្រព្រឹត្តទៅយ៉ាងល្អប្រសើរសម្រាប់ជីវិតប្រកដីរាល់ថ្ងៃហ្នឹងហើយគណៈកាយកម្មទាំង3ហ្នឹងល្អប្រសើរហើយវិឈានចូលទៅដល់ការប្រព្រឹត្តនៅក្នុងធម៌ទី2សមាធិព្រះអង្គសម្ដែងក្នុងនៅលោកសម្ដែងនៅក្នុងព្រះអត្តកថាក៏លោកសម្ដែងបញ្ជាក់កន្លែងហ្នឹងវាជាឧបការៈដល់គ្នាហើយឧបការៈដល់បញ្ញាឯទៀតអញ្ចឹងយើងវិលត្រឡប់មកធម៌ហ្នឹងគឺវិលចុះវិលឡើងហ្នឹងដូច្នេះពេលណាដែលយើងកាន់តែយល់ច្បាស់នៅក្នុងផ្នែកណាមួយចម្រើនការយល់ដឹងដោយការរៀនអញ្ចឹងខ្ញុំរៀនហ្នឹងរៀនដើម្បីដឹងតែបើដើម្បីចេះដើម្បីចម្រើនបញ្ញារបស់យើងឲ្យយល់ដឹងក្នុងចំណែកនៃការប្រតិបត្តិហ្នឹងកាលណាដឹងហើយយើងប្រតិបត្តិមិនងាយខុសទេបើឲ្យយើងដឹងកន្លែងណាគួរកន្លែងណាមិនគួរប៉ុណ្ណឹងដើម្បីងាយស្រួលក្នុងការប្រតិបត្តិក្នុងដំណើរនៃជីវិតពុទ្ធបរិស័ទគ្រប់គ្នានឹងឯងបងចឹងសង្ឃឹមថាញាតិញោមនឹងបានចេះដឹងទាំងអស់គ្នាហើយថ្ងៃក្រោយទៅរក្សាសិលសមាទានសិលអីម្នាក់ពេលចាស់ទុំទីទៀតទៅគឺថាញាតិញោមរក្សាសិលអស់ហើយ
ហើយឥឡូវនេះមានខ្លះក៏រក្សាហើយញាតិញោមរក្សាសិល5ក្តីញោមសថាអីរក្សាសិលបានញោមបានបោសុតអីខ្លះនៅហើយញោមឆេងអីបើថ្ងៃណារក្សាបោសុតញោមកំហុងអីបាទណាដាក់មកប្រើទៅមកខែប្រហែលដងអីចឹងទៅណាសមាទានបោសុតសិលទៅយើងសិក្សាទៅយើងកាន់តែជ្រះថ្លាក្នុងហ្នឹងចឹងថ្ងៃនេះយើងនឹងបន្តមេរៀនជាបន្តទៅទៀតសម្រាប់ញាតិញោមគ្រប់គ្នាហើយមកបង្រៀនវគ្គសិក្សាពធនេះសម្រាប់បងញាតិញោមដែរបរៀនញាតិញោមនៅអូស្ត្រាលីនេះវគ្គ Zoom នេះគឺថ្ងៃពុធហើយនៅខ្មែររៀនរាល់ថ្ងៃអាទិត្យច័ន្ទមករៀន2ថ្ងៃទៀតអញ្ចឹង4ម៉ោង2ថ្ងៃ4ម៉ោងអញ្ចឹងសរុបទាំងម៉ោងនេះទៀតមួយអាទិត្យ6ម៉ោងអញ្ចឹងញាតិញោមច្រើនដែរបាទតែជ្រះថ្លាដោយសារញាតិញោមឃើញបរៀនទៅគាត់ចង់រៀនតទៅព្រះវិន័យហ្នឹងអញ្ចឹងក៏រៀនច្រើនគួរសមដែរបាទសម្រាប់បុណ្យកុសលញាតិញោមធ្វើអនុមោទនាអញ្ចឹងទៅបាទអញ្ចឹងសម្រាប់ថ្ងៃពុធនេះគឺញាតិញោមយើងនៅទីនេះអញ្ចឹងអាត្មា share screen ទៅញាតិញោមបានឃើញ screen ទេញោមបាទឃើញ ឃើញតែលោកម្ចាស់ឃើញទេ បាទ កណា តែមានបាំងអីទៅណា កណាអ អញ្ចឹ ត់ ង បាន ពាក់ព័ន្ធនឹងការសិក្សាមេរៀនពធនេះអាត្មាមិនរំលឹកមកវិញច្រើនទេដោយសារពីសប្តាហ៍មុនយើងបានសង្កត់សង្កិននៅក្នុងមេរៀននឹងបានច្រើនហើយសម្រាប់ញាតិញោមអ្នកសិក្សាទាំងឡាយហើយពាក់ព័ន្ធនឹងពីសប្តាហ៍មុនដែលយើងរៀនពីនច្ចគីបើយើងសរុបពីមេរៀនពីដើមទីមករៀនពីវិកាលភោជនាមេលាកន្ធវិលេបណធានហ្នឹងហើយនឹងនច្ចគីសិក្ខាបទសិក្ខាបទវិកាលពាក់ព័ន្ធរឿងអាហារការបរិភោគនៅអាហារឬក៏ឆាន់អញ្ចឹងទៅខុសពេលខុសវេលាហ្នឹងក៏យើងរៀនបញ្ចប់សេចក្តីក្នុងមេរៀនហ្នឹងក៏ចប់សពគ្រប់ហើយពាក់ព័ន្ធជាមួយនឹងការលឹកអីហ្នឹងមានយាវកាលឹកនយាមកាលឹកសតហកាលឹកឬក៏យាវជីវិតការលឹកទាំង4ហ្នឹងក៏រៀនចប់សពគ្រប់ហើយមកដល់សិក្ខាបទបន្ទាប់គឺនច្ចគីពាក់ព័ន្ធនឹងការច្រៀងរាំនិងមើលរបាំដែលជាសត្រូវដល់កុសលធម៌ហ្នឹងក៏យើងបានរៀនចប់សពគ្រប់ហើយដែរហើយមកដល់សិក្ខាបទទី8នេះគឺមេលាកន្ធវិលេបណធារណមន្តនវិភូសនដ្ឋានាគឺសំដៅដល់ចេតនាដែលជាហេតុវាចានៅកិរិយារំអកិរិយាបដិបតតែស្អិតស្អាងរាងកាយដោយផ្កាកម្រងគ្រឿងក្អូបនៅគ្រឿងលាបផ្សេងនឹងឯងក៏ដែលសម្រាប់ប្រសង់គឺមិនគួរទេការស្អិតស្អាងរាងកាយដោយផ្កាកម្រងគ្រឿងក្អូបហ្នឹងគឺថាប្រព្រឹត្តទៅជាទោសសម្រាប់លោកហើយសម្រាប់ញាតិញោមគឺពាក់ព័ន្ធនឹងសិក្ខាបទញាតិញោមដែលរក្សានៅឧបោសថសិលហ្នឹងគឺមិនសមគួរទេញាតិញោមដែលមានសេចក្តីប្រមាទមិនសង្រួមមិនប្រព្រឹត្តខ្លួនឲ្យល្អហ្នឹងគឺថាពេលប្រហែសអញ្ចឹងទៅស្អាតស្អាងរាងកាយក៏ល្អក្នុងថ្ងៃឧបោសថហ្នឹងគឺមិនសមគួរទេសម្រាប់ញាតិញោមអ្នករក្សាឧបោសថគឺរឹងមែនដាច់សិក្ខាបទហ្នឹងហើយព្រោះគឺមិនសមគួរទេហើយប្រសងប្រព្រឹត្តទៅជាអបាតុកតបាត់ដែលលោកប្រព្រឹត្តមិនល្អមិនមានសេចក្តីអៀនខ្មាស់អញ្ចឹងទៅប្រព្រឹត្តហ្នឹងគឺប្រព្រឹត្តទៅជាទោសសម្រាប់លោកសម្រាប់ញាតិញោមគឺដាច់នៅសិលហ្នឹងឯងអញ្ចឹងគឺដោយសារមានប្រវត្តិរឿងរ៉ាវអញ្ចឹងបានសិក្ខាបទមួយដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បញ្ញត្តិជាទោសជាវិន័យដែលព្រះអង្គទ្រង់បញ្ញត្តិមកហ្នឹងដោយសារមានការប្រព្រឹត្តភិក្ខុក្នុងសម័យកាលនោះក្នុងសម័យដែលព្រះអង្គគង់នៅហ្នឹងលោកមិនមានសេចក្តីអៀនខ្មាស់ប្រព្រឹត្តនៅទង្វើផ្សេងដែលធ្វើឲ្យពួកកុហកហ្នឹងគេមិនជ្រះថ្លាព្រោះគេឃើញហើយគេទាស់ចិត្តនៅសម័យកាលនេះដូចគ្នាដែរញាតិញោមអាត្មាជាប់បរិញ្ញាទេបងអាត្មាជាប់បរិញ្ញាទេ
សម័យកាលនេះក៏មានការប្រព្រឹត្តខុសឲ្យផ្សេងទៅញាតិញោមនឹងក៏ពោលតេះដៀលបន្តបង្អើបចឹងទៅហើយជួនកាលជេរប្រមាថអីណាពេញបណ្ដាញសង្គម Facebook អីចឹងទៅតេះដៀលមិនតេះដៀលធម្មតាចង់ខ្លាំងសម័យព្រះទៀតសម័យកាលនេះបានខ្លាំងតែមានប្រសងឡើងណាប្រព្រឹត្តខុសអីចឹងទៅដូចថ្មីហ្នឹងដូចនៅប្រទេសណាប្រទេសថៃចឹងទៅណានឹងគឺពោតេះដៀលហើយប៉ុន្តែវិន័យរបស់ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បញ្ញត្តិយូរហើយបញ្ញត្តិតាំងពីសម័យកាលព្រះអង្គគង់នៅមានភិក្ខុសង្ឃប្រព្រឹត្តខុសចឹងទៅព្រះអង្គក៏បញ្ញត្តិមកចឹងដោយសិក្ខាបទនេះសិក្ខាបទមេលាហ្នឹងគឺព្រះអង្គឃើញភិក្ខុសង្ឃហ្នឹងលើកជាពួកឆាបគីភិក្ខុហ្នឹងក៏លាបខ្លួនលាបមុខលាបអីចឹងទៅក៏ដើម្បីស្អាតដើម្បីល្អអញ្ចឹងទៅឲ្យពុទ្ធបរិស័ទនឹងមើលមកក៏ល្អដូចជាពួកអ្នកស្រុកឯដែរអញ្ចឹងទៅណាជាអ្នកបរិភោគកាមអញ្ចឹងទៅកាមគុណហ្នឹងសប្បាយក្នុងកាមគុណជារូបសម្លេងក្លិនរសផុតពៈអញ្ចឹងទៅត្រេកអរនៅក្នុងការប្រព្រឹត្តហ្នឹងក៏សេចក្តីរឿងរ៉ាវនឹងឮដល់ព្រះសម្មាសម្ពុទ្ធអញ្ចឹងទៅក៏ព្រះអង្គទ្រង់តេះដៀលបន្ទោសបាបណាតេះដៀលទៅមោខៈបុរសហ្នឹងហើយមនាលមោខៈបុរសអីចឹងទៅបុរសទៅទេមិនមានអីទេអញ្ចឹងពោតេះដៀលមកក៏ព្រះអង្គបញ្ញត្តិសិក្ខាបទនឹងមកភិក្ខុហាម5ហ្នឹងមិនឲ្យប្រព្រឹត្តខុសនៅសិក្ខាបទហ្នឹងទេណាគឺណាភិក្ខុសង្ឃប្រព្រឹត្តណាត្រូវអាបត្តិទៅកត់អីចឹងទៅណាហើយចឹងបានបញ្ញត្តិវិន័យដែលព្រះអង្គបញ្ញត្តិមកច្រើនសម្រាប់ភិក្ខុសង្ឃហ្នឹងបើជាងនិយាយពីសិក្ខាបទច្រើនណាញោមបើសិក្ខាបទប្រសង្ឃភិក្ខុទៅទៀតញោមរៀនទៅមុខទៀតឃើញបើមាន227សម្រាប់ភិក្ខុសង្ឃច្រើនភិក្ខុបាទដូច្នេះចាំមើលទៅមុខទៀតញោមរៀនមួយសិក្ខាបទទៀតណាតើជាច្បាប់បញ្ញត្តិរបស់ពុទ្ធហ្នឹងក្នុងព្រះសាសនានោះសម្រាប់ភិក្ខុសង្ឃមានប្រមាណមានអីខ្លះណាឲ្យញាតិញោមរៀនដឹងអញ្ចឹងទៅណាញាតិញោមក៏ដឹងពីកិច្ចប្រតិបត្តិជាមួយភិក្ខុសង្ឃក្នុងសាសនាអញ្ចឹងទៅបាទហ្នឹងគឺជារឿងមួយសំខាន់ដែរសម្រាប់ពុទ្ធបរិស័ទអញ្ចឹងយើងត្រូវសិក្សាទាំងអស់គ្នាហើយបើពាក់ព័ន្ធភិក្ខុសង្ឃលោកត្រូវទោសត្រូវអាបត្តិហើយសម្រាប់ញាតិញោមអ្នកដែលរក្សាសិលឧបោសថសិលអីហ្នឹងណាទាំងសិល5អីក៏ដោយតែពាក់ព័ន្ធនៅក្នុងសិក្ខាបទដូចជាសិល5ពាក់ព័ន្ធបាណាអទនីទានអីចឹងទៅណាប្រព្រឹត្តខុសក៏ត្រូវដាច់សិក្ខាបទហ្នឹងហើយបាទដាច់សិក្ខាបទសម្រាប់ញាតិញោមពុទ្ធបរិស័ទដូច្នេះហើយបានញាតិញោមសិក្សាទៅដោយសេចក្តីជ្រះថ្លាទាំងអស់គ្នាក៏ព្យាយាមសិក្សាចឹងទៅបានចម្រើនការយល់ដឹងមួយផ្នែកធំដែរថ្ងៃក្រោយទៅញាតិញោមរក្សាសេចក្តីល្អក្នុងការសមាទានកាន់យកសិក្ខាបទណាមួយឬក៏សិក្ខាបទទាំង8ហ្នឹងសម្រាប់ឧបាសកឧបាសិកាដែលជាអ្នកដល់ព្រមដល់សិល8ហ្នឹងណាគឺជាការប្រតិបត្តិមួយដែលគួរជាទីជ្រះថ្លាទៅពេលដែលយើងបានដឹងបានសិក្សាយល់នឹងឯងអញ្ចឹងនឹងចម្រើនពរញាតិញោមអញ្ចឹងមានលេននេះមកសង្ខេបមកវិញតិចសិនមុននឹងចូលដល់សិក្ខាបទមួយទៀតអញ្ចឹងក្នុងសម័យកាលដែលព្រះអង្គទ្រង់បញ្ញត្តិសិក្ខាបទហ្នឹងគឺព្រះអង្គអនុញ្ញាតសម្រាប់តែភិក្ខុសង្ឃណាដែលចាប់ពាក្យដូចមានលាកន្ធៈហ្នឹងអាពាក្យហើយសម្រាប់ញាតិញោមគឺមានជំងឺមានអីចឹងទៅជំងឺសើស្បែកឬក៏ជំងឺតាមរាងកាយរបស់ខ្លួនឯងហ្នឹងឬក៏ប៉ុន្តែក្នុងទីនេះលោកលើកភិក្ខុសង្ឃដែលលោកមានអាពាក្យភ្នែកទៅភិក្ខុទាំងឡាយក៏ទូលព្រះអង្គចឹងទៅព្រះអង្គឃើញអូអាពាក្យភិក្ខុសង្ឃលោកមានអាពាក្យហ្នឹងមិនដឹងតែព្យាបាលមិនទេអញ្ចឹងក៏ព្រះអង្គអនុញ្ញាតព្រះអង្គអនុញ្ញាតឲ្យភិក្ខុសង្ឃអាចហាត់អាចលាបមុខអីបានញាតិញោមអីអាចបានដោយសារមានអាពាក្យនោះជាហេតុបើមិនសិនមិនមានអាពាក្យទេមិនសមគួរទេមិនសមគួរលាបអីចឹងទេអញ្ចឹងដោយសារមានអាពាក្យជាហេតុហ្នឹងហើយបានជាព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងព្រះអង្គទ្រង់អនុញ្ញាតអញ្ចឹងបាននៅក្នុងសាសនាមានទាំងបញ្ញត្តិហើយក៏មានទាំងអនុញ្ញាតដែរមិនមែនតែមានតែបញ្ញត្តិសុទ្ធទេបើក៏មានបញ្ញត្តិនិងមានការអនុញ្ញាតនិងមានអនាប័តអីចឹងទៅគឺប្រព្រឹត្តទៅមិនមែនជាអាបត្តិមិនមែនជាទោសអញ្ចឹងព្រះអង្គរៀបចំមកកាផ្លេបើសម្រាប់
ណាកិច្ចប្រតិបត្តិនៅក្នុងព្រះសាសនាហ្នឹងសម្រាប់ភិក្ខុសង្ឃសម្រាប់ពុទ្ធបរិស័ទឧបាសកឧបាសិកាទាំងឡាយហ្នឹងគឺថាព្រះអង្គរៀបចំមកព្រឹត្តព្រៀងព្រះវិន័យជាបន្ទាត់ក្រិតក្រមមួយសម្រាប់ការប្រព្រឹត្តប្រតិបត្តិនៅក្នុងដំណើរនៃព្រះសង្ឃពុទ្ធបរិស័ទទាំងឡាយហ្នឹងឯងបងអញ្ចឹងញាតិញោមដឹងមកគឺថាបើមិនមានអាពាធទេមិនគួរទេយ៉ាងហើយមានច្រើនបើមានច្រើនសម្រាប់ការយើងសិក្សារួចណាបើសិក្សារួចអាមិនពិស្ដារទៀតទេចឹងដោយសារមានការតេះដៀលបើសម័យកាលនោះគឺហើយការស្អិតស្អាងរាងកាយញាតិញោមឃើញមានច្រើនបើណាមានយើងសរុបទៅដូចជា20ជាង21ហើយមានលក្ខណៈផ្សេងគ្នាបើមានលក្ខណៈសម្គាល់ផ្សេងគ្នាដែលចាត់ចូលនៅក្នុងការស្អិតស្អាងរាងកាយដែលយើងយកមកវត្ថុផ្សេងណាដែលយើងយកមករៀបចំរាងកាយយើងដើម្បីលម្អឲ្យស្អាតផូរផង់ណាពាក់ព័ន្ធនឹងថ្ងៃឧបោសថអីចឹងទៅញាតិញោមហើយប្រសងលោកកិច្ចប្រតិបត្តិប្រចាំថ្ងៃលោកមានថ្ងៃឧបោសថរក្សាសិលដូចញាតិញោមសិល8ទៅលោកមានតែថ្ងៃសម្ដែងឧបោសថកម្មណាលោកមានកម្មផ្សេងមួយទៀតរនៅថ្ងៃឧបោសថហ្នឹងគឺលោកសម្ដែងណាឧបោសថកម្មសូត្របាតិមោក្សសូត្រអីហ្នឹងលោកមានកិច្ចប្រតិបត្តិមួយផ្សេងទៀតក្នុងសាសនាទៀងទាត់នៅក្នុងសិក្ខាបទទាំងឡាយហ្នឹងផ្សេងបើដែរលោកសូត្រនៅក្នុងព្រះវិហារអីចឹងទៅបើប្រហែលជាញាតិញោមធ្លាប់ឃើញបើប្រសងគឺលោកធ្វើកម្មរបស់លោកចឹងទៅហើយញាតិញោមកិច្ចរបស់ញោមជាគរិយាវាសជាកុហកហ្នឹងគឺថាទៀងទាត់នៅក្នុងសិក្ខាបទខ្លួនឯងហ្នឹងដូចជាថ្ងៃឧបោសថសិលមួយយប់មួយថ្ងៃជាបកតិឧបោសថអីចឹងទៅញាតិញោមទៀងទាត់មើលសិក្ខាបទខ្លួនឯងទាំង8ហ្នឹងតើមានប៉ះពាល់កន្លែងណាអត់ណាសិក្សាតាំងពីទី1រហូតដល់ទី8ហ្នឹងញាតិញោមចេះហើយថារក្សាសិល8មានអីខ្លះហ្នឹងហើយមានចាប់ពីសិល5មកណាសិល1សិល2រហូតដល់5មកថែម3ទៀតណោះថែមណាសិក្ខាបទអីខ្លះញាតិញោមថែមវិកាលនច្ចគីមាលាហើយនិងវិចាសយៈមហាមកគ្រប់ជាគម្រប់8ហ្នឹងទៀងទាត់នៅក្នុងថ្ងៃឧបោសថហ្នឹងជាអ្នករក្សាគេថារក្សាហ្នឹងមិនអោយដាច់មិនអោយខូចមិនអោយណាវិនាសសិក្សាយ៉ាងម៉េចឲ្យល្អតាមអ្វីដែរយើងបានសិក្សាហើយហ្នឹងយើងសង្កេតពិនិត្យមើលមួយមកអញ្ចឹងបានញាតិញោមអ្នកសិក្សាទាំងឡាយហ្នឹងគាត់សួរថ្មដែរយើងការសិក្សាទៅគាត់សួរគ្រូធ្វើម៉េចឲ្យត្រូវសង្ស័យអញ្ចឹងបានកន្លែងខ្លះសិក្សាហើយយើងប្រព្រឹត្តតាមធ្វើហើយកុំសង្ស័យបើធ្វើហើយគឺថាធ្វើដោយការយល់ដឹងរបស់ខ្លួនឯងចឹងលក្ខណៈនៃការសិក្សានេះមានមកច្រើនញាតិញោមមើលបន្ថែមខ្លួនឯងទៅបើយើងមកបានបញ្យល់ពីក្នុងវីដេអូពីសប្តាហ៍មុនវីដេអូទី6ញាតិញោមអាចចូលទៅមើលក្នុង YouTube របស់លោកគ្រូបានបើក្នុងវីដេអូទី6ចាំស្មាននឹងរៀបចំឲ្យញាតិញោមងាយរៀនងាយសិក្សាចឹងមកវត្ថុនៃការស្អិតស្អាងរាងកាយបាទរាងកាយសភាពដូចអ្នកសមាធិនៅសិក្ខាបទស្អាតស្អាងរាងកាយវត្ថុណាមួយគឺត្រូវមិនដាច់បាទតែយើងស្អាតស្អាងគឺដាច់សិក្ខាបទហើយបើញាតិញោមនេះគឺការយកនៅសិល8ហ្នឹងហើយបើប្រសងត្រូវទោសហើយបើត្រូវបដកតចឹងសិក្ខាបទមាលានេះសង្ឃឹមថាញាតិញោមបានយល់បើហើយអនាបាតគឺថាអនាបច្ចៈនេះគឺថាហេតុដែលមិនត្រូវអាបត្តិត្រូវទោសហ្នឹងមាន2ណាឬក៏ដាច់សិក្ខាបទណាទី1មានជំងឺរោគាពាធណាប្រសងអាពាធចឹងទៅញាតិញោមឈឺចឹងទៅបើមានអាពាធមានអីចឹងទៅមានដែរញាតិញោមខ្លះគាត់អាពាធស្បែកអាពាធមុខអាពាធអីមានដែរញាតិញោមខ្លះប៉ះថ្ងៃអត់បានណាមានដែរឆេបងណាលោកម្ចាស់មានដូចយកលាក់ស៊ីខ្មែរយើងក៏ហៅដែរនឹងមានអាលាក់ស៊ីស្បែកអាលាក់ស៊ីអីហ្នឹងមានដែរមានច្រើនដែរអញ្ចឹងទៅគាត់ត្រូវការលាបត្រូវការអីហ្នឹងដើម្បីការពារឲ្យមានជំងឺមានអីហ្នឹងសិតតែជាជំងឺបើដែលធ្វើឲ្យរាងកាយហ្នឹងមានអាពាធហើយមួយទៀតឈួតបើវាតែឈួតហ្នឹងគឺថាញាតិញោមយល់ហើយវាឈួតគឺថាមិនដឹងអីមិនដឹងខុសមិនដឹងត្រូវមិនដឹងគឺថាគេដាក់មាសមកមិនដឹងថាមាសទៀតណាមិនដឹងថាមាសមិនដឹងថារបស់មានតម្លៃដាក់លាមកមកមិនដឹងថាលាមកហ្នឹងម៉េច
អញ្ចឹងថាបាត់បង់សតិបាត់បង់ស្មារតីណាมันអាចដឹងបានប៉ុន្តែពេលច្រើនមិនមានទេមនុស្សជួតផងតើអញ្ចឹងពាក់ព័ន្ធសិក្ខាបទបន្តបាទនោះសម្រាប់ញាតិញោមរក្សាឧបោសថចុងក្រោយបងសិក្ខាបទនេះសាប់សិក្ខាបទចុងក្រោយសម្រាប់ញាតិញោមហើយយើងមើលទាំងអស់គ្នានៅក្នុងសិក្ខាបទទី9ទី9ដោយសារយើងរៀបមួយមកទី9លេខទី9ទី9បើយើងមើលក្នុងមេលាបើក្នុងអ្នកញាតិញោមអ្នករក្សាឧបោសថគឺយើងចូលគ្នាដោយសារមើលសិក្ខាបទហ្នឹងស្តៀងគ្នាមេលាកន្ធវិលេហ្នឹងដែលចក្រីមេលាហ្នឹងរួមចូលតែមួយបាទសិក្ខាបទឲ្យទៅទោសក៏ភិក្ខុសង្ឃត្រូវទោសដូចគ្នាកន្លែងហ្នឹងផងញាតិញោមសស្អាងរាងកាយក្តីច្រៀងក្តីហ្នឹងឯងទោសដូចគ្នាបាក់ប្រហែលគ្នាហ្នឹងឯងចឹងទី9ឧច្ចាសយនមហាឧច្ចាញាតិញោមអាននោះនេះឧច្ចាសយនមហាសយនាវេរមណីវេរមណីសិក្ខាបទាំងសមាសិក្ខាមីហ្នឹងឯងណាបើញាតិញោមស្បសូត្រណាទៅតាមលោកណាឧច្ចាសយនមហាសយនាវេរមណីសិក្ខាបទាំងសមាទិយាមិចឹងមកណាចេតនាជាហេតុវិចៈទីសេនាសនៈដ៏ខ្ពស់ហួសប្រមាណនិងទីសេនាសនៈដ៏ខ្ពស់ទីសេនាសនៈដ៏ប្រសើរចឹងនៅក្នុងចេតនាវិចៈហ្នឹងគឺមិនប្រព្រឹត្តឲ្យខុសឲ្យកន្លងទីសេនាសនៈមាន2ទី1ហួសប្រមាណណាទី2ទីសេនាសនៈដ៏ប្រសើរពីខ្ពស់ហើយប្រសើរទៀតណាទីសេនាសនៈដ៏ខ្ពស់ហួសប្រមាណនិងទីសេនាសនៈដ៏ប្រសើរណាអញ្ចឹងរបស់ណាដែលខ្ពស់ពេកហួសប្រមាណពេកណាប្រសើរពេកកន្លែងហ្នឹងក៏ព្រះអង្គមិនអនុញ្ញាតឲ្យប្រព្រឹត្តដែរណាឲ្យប្រព្រឹត្តនៅក្នុងសិក្ខាបទហ្នឹងដែរអញ្ចឹងត្រូវវាចាក់ជាពិសេសញាតិញោមអ្នករក្សាឧបោសថក៏ត្រូវរៀនកន្លែងហ្នឹងណាតើត្រូវប្រព្រឹត្តនៅក្នុងទីសេនាសនៈបែបម៉េចដើម្បីឲ្យត្រូវកុំឲ្យហួសប្រមាណហ្នឹងដូច្នេះយើងអ្នកសិក្សាទាំងឡាយញាតិញោមនឹងចូលទៅសិក្សាទាំងអស់គ្នាហើយជាមួយខ្ញុំគណៈអាត្មាភាពអំពីសិក្ខាបទទី9នេះក៏ដែលខ្ញុំគណៈអាត្មាភាពបានរៀបចំជាមេរៀនសម្រាប់ពុទ្ធបរិស័ទសិក្សាសិក្ខាបទនេះមានអង្គ3មានអង្គ3គឺទី1ឧច្ចាសយនមហាសយនាឧច្ចាសយនមហាសយនាទីដេកទីអង្គុយណាទីដេកញាតិញោមដឹងទីដេកទីអង្គុយដ៏ខ្ពស់ណាទីដេកទីអង្គុយដ៏ខ្ពស់ដ៏ប្រសើរហួសប្រមាណលោកចាស់ជួយបែកបល័យតិចបានទៀនមួយណាទីដេកមួយណាទីអង្គុយទៀនទៅមកទៀតបងទៅមកទៀតដល់ហើយណាទៀតបាទអញ្ចឹងឧច្ចាសយនមហាសយនាទីដេកទីអង្គុយដ៏ខ្ពស់ដ៏ប្រសើរហួសប្រមាណទី2បរិភោគចិត្តតាំងណាគិតនឹងដេកឬអង្គុយណាគិតនឹងដេកឬអង្គុយដល់បរិភោគចិត្តតាំងបរិភោគករណੰបានដេកឬអង្គុយទី1ទីអង្គុយដ៏ខ្ពស់មានក្រែមានតាំងមានអីចឹងទៅដែលយើងអង្គុយហើយនឹងដល់ប្រសើរហួសប្រមាណហើយគិតចិត្តហ្នឹងគិតនឹងដេកឬអង្គុយកន្លែងហ្នឹងហើយបានដេកបានអង្គុយបាទនេះទៅដល់នេះកន្លែងឆៃសួរមិញទៅនេះមកឥឡូវយើងមើលតិចទៀតមើលកន្លែងនេះសិនមានយកបើទំព័រ76មកអ្នកវាងបណភិក្ខុណាមញ្ចាំងវាបៃថាំងវាករយៈមានអ្នកអត្តថង្គគុលៈបាតកាំងករេតពាំងសុគតសៈសុគតៈអង្គុលេអ្នកអដនិយាតាំងអត្តកាមយតោណាឆេតនកាំងបាចិត្តយ៉ាងណាព្រះអង្គសម្ដែងត្រាស់សម្ដែងក្នុងនៅក្នុងសិក្ខាបទហ្នឹងនៅក្នុងដូចជាវិន័យបិដកលេខ6
មនាលភិក្ខុទាំងឡាយអ្នកទាំងឡាយក៏បីសម្ដែងនៅសិក្ខាបទនេះណានោះព្រះអង្គសម្ដែងជាមួយភិក្ខុទាំងឡាយណាមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយក៏បីសម្ដែងនៅសិក្ខាបទនេះយ៉ាងនេះថាមនាលភិក្ខុឲ្យគេធ្វើក្រែក្តីអញ្ចឹងក្រែហ្នឹងជាទីសេនាសនៈណាក្រែញាតិញោមសម្រាប់ញាតិញោមភាគច្រើនដែលសាកសួរបញ្ហានេះត្រង់ចំណុចដែលញាតិញោមរក្សាអបោសុតក្នុងសិក្ខាបទនេះពិចារណាពាក់ព័ន្ធរឿងក្រែពីអីកន្លែងសម្រាប់សម្រានរបស់ញាតិញោមយកប្រលប់នឹងឯងណាតាំងក្តីដល់ថ្មីណាតាំងកន្លែងអង្គុយកន្លែងអីហ្នឹងជាតាំងត្រូវធ្វើឲ្យមានជើង8ធ្នាប់ណាជើង8ធ្នាប់ជើងក្រែញាតិញោមណាបើជើងក្រែណាជើង8ធ្នាប់ដោយធ្នាប់ព្រះសុគតវាស់ត្រង់ពីមេក្រែខាងក្រោមចុះទៅបើធ្វើឲ្យកន្លងហួសពីនេះទៅត្រូវអាបត្តិឆេតនកបាចិត្តយៈត្រូវអាបត្តិឆេតនកបាចិត្តយៈណាបានផ្លែខ្ញុំណាបើបាននេះចេតកៈអញ្ចឹងបើប្រសងត្រូវហើយញាតិញោមក៏មិនគេចរួចដែរណាបើប្រសងលោកត្រូវទៅហើយសម្រាប់ញាតិញោមដែលរក្សាអបោសុតក្នុងសិក្ខាបទនេះក៏មិនអាចរួចខ្លួនដែរបើត្រូវតែប្រយ័ត្នប្រយែងអាបត្តិនេះមានត្រូវអាបត្តិនេះមានកិច្ចអញ្ចឹងកិច្ចវិន័យរបស់លោកអាបត្តិនេះមានកិច្ចត្រូវកាត់ជើងក្រែមុនលោកសម្ដែងទោសនឹងចេញញាតិញោមបើសិនជាជើងក្រែនឹងហួសណាជើងក្រែនឹងហួសប្រមាណន័យថាលោកសម្រាប់លោកសឹងអីចឹងទៅបើសិនជាក្រែនឹងជានេះឲ្យកន្លងហួសត្រូវនេះឲ្យកន្លងហួសពីនោះចឹងថាធ្វើឲ្យហួសពី8ធ្នាប់ព្រះសកុតនេះឲ្យហួសពីហ្នឹងទៅលោកត្រូវអាបត្តិនេះអញ្ចឹងមុននឹងលោកសម្ដែងអាបត្តិហ្នឹងចេញតើលោកនឹងកាត់ជើងក្រែនឹងសិនមុននឹងធ្វើវិន័យកម្មធ្វើកម្មនៅក្នុងព្រះវិន័យហ្នឹងឯងសម្ដែងអាបត្តិសម្ដែងឲ្យចេញហ្នឹងទៅសម្ដែងបានបើមិនធ្វើតាមវិន័យកម្មហ្នឹងទេសម្ដែងអត់អាចទេសម្ដែងអត់បានទេនៅតែត្រូវទោសចឹងញាតិញោមចឹងណាអញ្ចឹង8ធ្នាប់នៅក្នុងទីនេះលោកគិតយក5ទឹកជាងបើគិតទៅគឺ5ទឹក5ទឹក4ហ៊ុនអីចឹងបើណា8ធ្នាប់ព្រះសុគតអានឹងលោកគិតធ្នាប់ផ្សេងទៅចាំមើលទៅមុខទៅទៀតបញ្ជាក់បន្ថែមកន្លែងហ្នឹងក៏អាត្មាថាពិស្ដារកន្លែងខ្នាតព្រះសុគតហ្នឹងហើយបើយើងគិតក្នុងព្រះវិន័យហ្នឹងជើងក្រែហ្នឹងគឺឲ្យយកពីជើងក្រោមមកដល់មេក្រែទល់នឹងមេក្រែញាតិញោមឧទាហរណ៍ចាស្មាឧទាហរណ៍ណាឧទាហរណ៍ក្រែនេះយើងក្រែញាតិញោមអានេះមេក្រែខ្ញុំណាបាទមេក្រែហើយក្រែមានប្រមាណប្រភេទទៀតក្រែរៀនទៅមុខទៀតដល់នេះគាត់មកឧទាហរណ៍ខាងលើទីសិនអញ្ចឹងប្រមាណប្រហែលជា5ទឹកហ្នឹងឯង5ទឹកជាងបន្តិចហ្នឹងឯងព្រោះគឺຂະຫນາດ8ធ្នាប់ព្រះសកុតបើដែលយើងវាស់មកគឺញាតិញោមរស់វាស់តាំងពីបាតក្រោមហ្នឹងរហូតដល់មេក្រែនេះដល់មេក្រែនេះខ្ញុំណាបងមេក្រែខាងក្រោមហ្នឹងអញ្ចឹង8ធ្នាប់8ធ្នាប់ព្រះសកុតហ្នឹងឬក៏5ទឹកបើលោកគិតយក5ទឹក4ហ៊ុននេះឯងបងឬក៏5ទឹកជាងបន្តិចនឹងឯង5ទឹកអញ្ចឹងយើងវាស់ពីបាតពីជើងក្រោមនេះរហូតដល់មេក្រែនេះអញ្ចឹងមេនេះគេអត់គិតទេគេគិតតែត្រឹមពីបាតដល់មេក្រែអញ្ចឹងប៉ុណ្ណឹងសមគួរសម្រាប់ញាតិញោមបើមើលក្រែអញ្ចឹងទៅកុំឲ្យហួសពេកកុំឲ្យខ្ពស់ហួសប្រមាណណាតែខ្ពស់ជាងហ្នឹងគឺមិនសមគួរទេសម្រាប់ញាតិញោមអ្នករសាអោសុតហ្នឹងគឺបើដូចជាតោះប្រសងអីលោកសឹងលោកអីហ្នឹងអង្គុយក្នុងហ្នឹងអាចត្រូវអាបត្តិញាតិញោមគាត់ទុកខ្លះទៅក៏ល្អដែរហើយយើងមើលក្រែញាតិញោមមើលក្រែខ្លួនឯងមកប្រហែលម៉ែត្រប្រហែលទឹកប្រហែលហ៊ុនណាវល់ទៅបើថាលើសទៅកាត់ចោលខ្លះណាឬក៏ធ្វើថ្មីអីចឹងទៅហើយបើអញ្ចឹងទេថ្ងៃអបោសុតសម្រាប់មានកម្រាលមានអីសម្រាប់ណាកុំឲ្យសង្ស័យមានកម្រាលមានអីចឹងទៅសម្រាប់បាទអាហ្នឹងចូលតែហ៊ានរក្សាអបោសុតហើយលះបង់តិចទៅកន្លែងហ្នឹងញាតិញោមលះបង់ខ្ពស់កន្លែងអ្នកហ៊ានរក្សាអបោសុតអ្នកលះបង់ខ្លាំងណាដោយសារសម័យពុទ្ធកាលបើយើងគិតទៅដូចជាមិនមានម៉ែត្រអីវាស់អីត្រឹមត្រូវដូចសម័យកាលយើងឥឡូវទេសម័យយើងឥឡូវយើងអាចវាស់យកຂະຫນາດលោកគិតពីຂະຫນາດរបស់មជ្ឈិមបរោះពីຂະຫນາດរបស់មនុស្សធម្មតាຂະຫນາດប្រមាណអីចឹងណាបើដូចជាលោកលើកឡើងដូចជាមួយធ្នាប់ព្រះសិកុតនោះស្មើនឹងຂະຫນາດមជ្ឈិមបរោះធម្មតាបរោះជាកណ្ដាលហ្នឹងណាស្មើនឹង3ធ្នាប់
ព្រះសុគតមនុស្សធម្មតាហើយគិតមកចាំបរោះហើយគិតនឹងមនុស្សធម្មតាទៅទៀតម្ដងរឿងខាងមុខតិចមានបញ្យល់បន្ថែមប៉ុន្តែញាតិញោមគិតនឹងមិនងាយយល់គឺប្រមាណជា5ទឹកនឹងឯងអានឹងគិតងាយយល់មិនស្មុគស្មាញបើគឺ5ទឹកមួយគិតទៅ5ទឹកនឹងឯងសមគួរសម្រាប់ញាតិញោមឬក៏លើសនឹងបន្តិចនឹងឯងចឹងមកដល់កន្លែងនេះពាក្យថាខ្ញុំឆេងសួរមិនដែរកន្លែងនេះបើពាក្យថាឧច្ចាសយណៈមហាសយណាមកពីឧច្ចសយណៈមហានិងសយណាណាឧច្ចអញ្ចឹងរួមមកថាទីដេករួមមកគឺប្រែជារួមមកថាទីដេកឬក៏ទីអង្គុយដ៏ខ្ពស់ហួសប្រមាណនិងទីសេនាសនៈដ៏ប្រសើរពាក្យថាឧច្ចនេះវាកហៅថាឧច្ចណោតៃតេឧច្ចោសភាវៈតែសន្សំក្នុងខាងលើគឺខ្ពស់ណាសម្ដៅទីខ្ពស់ឧច្ចហ្នឹងគឺខ្ពស់ណាឧច្ចសយនាទីខ្ពស់នេះឯងនេះទីខ្ពស់ណាពាក្យថាសយណៈណាសយណៈហ្នឹងគឺកិរិយាដេកទីដេកហ្នឹងឯងសយណៈទីដេកកន្លែងកិរិយាដេកទីកន្លែងដេកនិងពាក្យថាមហាណាមហន្តមហាហ្នឹងឯងធំប្រសើរខ្ពង់ខ្ពស់ធំប្រសើរឬក៏ខ្ពង់ខ្ពស់យ៉ាងមកណាពាក្យថាសយនាទីដេកសម្រាប់ដេកកន្លែងដេកទីដេកកន្លែងដេកហើយនៅក្នុងអត្ថកថាខុទ្ទកបាថៈទីដេកដែលជាអកប្បយៈមិនសមគួរណាអកប្បយៈមិនសមគួរដល់ពាក្យអកប្បយៈហ្នឹងញាតិញោមធ្លាប់ឮហើយធ្លាប់ឃើញហើយរៀននៅក្នុងវិកាលពាក្យអកប្បយៈហ្នឹងមានន័យថាម៉េចអញ្ចឹងយៈហ្នឹងមិនសមគួរទៀនតែសមគួរកប្បយៈមែនទៀនឧទាហរណ៍មួយមើលឧទាហរណ៍ដោយលោកម្ចាស់ឆាន់បន្លែដែលមានក្របឬក៏មានរឹសទៀតអញ្ចឹងយើងត្រូវតិចអញ្ចឹងមានថាពេលយើងឃើញរបស់ណាដែលមានរឹសដូចជាកញ្ឆែតដូចជាតកួនអីចឹងណាដែលរបស់ដោះពីរឹសអញ្ចឹងយើងរបស់ហ្នឹងកាលណាយើងអត់តន់ធ្វើជាកប្បយៈទេវានៅជាអកប្បយៈណាអកប្បយៈអកប្បយៈអញ្ចឹងដើម្បីនេះធ្វើជាកប្បយៈវិញមកកប្បយៈធ្វើជាគួរអញ្ចឹងពាក្យថាកប្បយៈក្នុងទីនេះមិនសមគួរឬក៏នេះពាក្យថានាទីដេកដែលជាអកប្បយៈមិនសមគួរសំដៅដល់ទីដេកណាដែលខ្ពស់ហួសប្រមាណគឺថាទីកន្លែងដេកយើងដែលខ្ពស់ហួសប្រមាណណាខ្ពស់ហួសប្រមាណហ្នឹងឯងដល់ក្រែហ្នឹងឯងណាហួសប្រមាណនេះខ្ញុំចំណាំខ្លួនឯងបើហួសប្រមាណគឺកុំឲ្យលើសពី5ធ្នប់ហ្នឹងឯងឬក៏5ទឹកឬក៏5ទឹកតិចតួចនឹងកម្រាលដែលជាអកប្បយៈណាកម្រាលដែលជាអកប្បយៈអញ្ចឹងក្នុងទីនេះមានទាំងក្រែមានទាំងកម្រាលទៅទៀតណាកម្រាលដែលជាអកប្បយៈដែរនេះកម្រាលទេបងកម្រាលដែលយើងក្រាលឧទាហរណ៍មានកម្រាលក្រាលពីខ្លាពីស្បែកសត្វខ្លាអញ្ចឹងទៅដល់អញ្ចឹងបងពីខ្លាដំបងហើយទៅខ្លាស្កាច់សំដៅដល់សត្វសាហាវមានខ្លាជាដើមអញ្ចឹងលោកហៅថាមហាសយណៈមិនគួរដល់ប្រសើរមានថាអាសនៈណាដែលខ្ពស់ហួសប្រមាណឬក៏អាសនៈដល់ប្រសើរហ្នឹងខ្ពស់ហួសដល់ប្រសើរហ្នឹងឯងគឺមិនសមគួរទេណាយោមដាក់មកថាធ្វើរបស់មិនគួរឲ្យគួរហ្នឹងហើយឧទាហរណ៍ថាដូចឆេងលើកឡើងមកអញ្ចឹងបើរបស់ណាមិនគួរដូចកញ្ឆែតចុះណាកញ្ឆែតទៅថារបស់ហ្នឹងវាមិនគួរទេអញ្ចឹងដើម្បីធ្វើឲ្យគួរណាឧទាហរណ៍ថាចូលធ្វើរបស់នេះឲ្យគួរដល់អញ្ចឹងឆ្លើយថាម៉េចណែឧទាហរណ៍ស្មាតកាន់ថាចូលធ្វើរបស់នេះឲ្យគួរហើយយកប្រកេនមកណាស្មាតថាចូលធ្វើរបស់នេះឲ្យគួរមិនឆ្លើយមកលោកថាម៉េចគួរទៀតគួរលោកចាស់គួរលោកចាស់អញ្ចឹងលោកឆានបានហើយអញ្ចឹងកិច្ចវិន័យបន្តិចហ្នឹងបងអញ្ចឹងត្រង់ចំណុចនេះញាតិញោមមើលបន្ត
ចូលទំព័រ78បាទ78បរិភោគចេតនាណារបស់ដែលអ្នកមានស្ទើរច្រឡំគ្នាទេរបស់បុគ្គលអ្នកមានសមាទាននៅសិក្ខាបទនេះរមែងដាច់សិក្ខាបទមានន័យថាញាតិញោមដែលរក្សាសមាទានកាន់យកសិក្ខាបទឧច្ចាសយនមហាហ្នឹងហើយប្រព្រឹត្តខុសកន្លងនៅអ្វីដែលបានរៀបរាប់មិញហ្នឹងគឺថាទីសនាសនៈណាដែលមានការខ្ពស់ហួសប្រមាណដូចជាក្រែដូចជាតាំងដូចអីហ្នឹងឬក៏ទីសនាសនៈណាមួយដល់ប្រសើរណាដែលធ្វើពីស្បែកសត្វអីដែលបង្ហាមទៅមុខទៀតមានសម្ដែងបញ្ជាក់កន្លែងណាខ្លះដែលទីសនាសនៈដែលទ្រង់បញ្ញត្តិហា5មិនឲ្យយើងប្រព្រឹត្តខុសប្រមាណទៀតដែលគឺថាសំគួរនឹងមានបញ្ជាក់ខាងចុងអញ្ចឹងកន្លែងណាដែលហាមលើសមាញ់ហ្នឹងលើសពី5ធ្នាប់ជាងតិចហ្នឹងណាត្រូវហើយបងត្រូវ5ទឹកបង5ទឹកចឹងទីសនាសនៈដ៏ខ្ពស់ហួសប្រមាណនោះគឺទីប្រមាណទីសនាសនៈដ៏ខ្ពស់ហួសប្រមាណនោះគឺក្រែឬតាំងដែលមានជើងខ្ពស់ជាង8ធ្នាប់ព្រះសុគតណាខ្ពស់ជាង8ធ្នាប់ព្រះសុគតហ្នឹងគឺស្មើនឹង5ទឹកឬក៏50សង់ទីម៉ែត្រញ៉ាំបើលោកគិតទៅហើយជា5ទឹកជាងបន្តិចនេះបងបណ្ដាក់ថ្មដាក់5ទឹកគឺ50សង់ទីម៉ែត្របាទប៉ុណ្ណឹងគឺសំគួរបាទហើយក៏មិនមានបច្ចៈអីប្រមាណទឹកប្រមាណហូនដែរដោយសារយើងគិតនៅក្នុងຂະຫນາດបច្ចុប្បន្នហ្នឹងឯងដែលយើងវាស់អញ្ចឹងទៅនៅក្នុងគម្ពីរដីកាក៏លោកមិនបានបច្ចៈអីប្រមាណឲ្យច្បាស់ថាគាត់ទៅលោកលើកថា8ធ្នាប់ព្រះសិទ្ធិដែរប៉ុន្តែនៅក្នុងគម្ពីរព្រះវិន័យក៏លោកបច្ចៈត្រឹមប៉ុណ្ណឹងប៉ុន្តែយើងស្មានមកដល់សម័យកាលបច្ចុប្បន្ននេះក៏ត្រឹមតែ5ទឹកជាងបន្តិចនឹងឯងនឹង50សង់ទីម៉ែត្រហ្នឹងគឺជាក្រែមួយសំគួរសម្រាប់ប្រសង់ក៏ដូចជាញាតិញោមដែលរក្សានៅឧបោសថសីលនឹងឯងបាទពីចឹងលោកយក5ទឹកបើក្រែដែលតម្កល់ក្រែដែលកល់កំណល់ខ្ពស់ជាង8ធ្នាប់មនុស្សប្រកដីក្រែដែលគេតម្កល់ខ្ពស់បាទក្រែដែលគេតម្កល់កំណល់ខ្ពស់ជាង8ធ្នាប់មនុស្សប្រកដីមនុស្សធម្មតាកល់ខ្ពស់ចាខ្ពស់ហ្នឹងគឺទីសនាសនៈដ៏ខ្ពស់ហួសប្រមាណទៅហួសប្រមាណពេកអានឹងមិនសមគួរទេទាំងប្រសង់ទាំងញាតិញោមដូចគ្នាបើមួយទៀតទីសនាសនៈដ៏ប្រសើរនោះទីសនាសនៈដ៏ប្រសើរនោះគឺកន្លែងដេកឬក៏ទីអង្គុយណាមួយដែលគេក្រាលដោយកម្រាលដ៏ប្រសើរទីដេកទីកន្លែងដេកកន្លែងណាហើយកន្លែងដេកកន្លែងដេកមានកន្លែងមានក្រែមានអីហ្នឹងមានតាំងមានអីហ្នឹងកន្លែងដេកឬកន្លែងអង្គុយណាមួយដែលគេក្រាលដោយកម្រាលដ៏វិចិត្រកម្រាលដ៏វិចិត្រហ្នឹងកម្រាលដ៏ល្អបើកម្រាលដែលដ៏វិចិត្រដោយត្បូងវិចិត្រដោយរតនៈផ្សេងឬក៏ដោយរូបភាពផ្កាឬអីហ្នឹងក៏មានសំដែងនេះទីចិត្តដល់បើកម្រាលដ៏វិចិត្រផ្សេងហៅថាទីសនាសនៈដ៏ប្រសើរហ្នឹងពាក់ព័ន្ធនឹងទីសនាសនៈដ៏ប្រសើរហ្នឹងគឺកន្លែងដេកឬក៏កន្លែងអង្គុយណាមួយដែលគេក្រាលនេះកន្លែងគេក្រាលដោយកម្រាលញាតិញោមតោះនេះគេក្រាលដោយកម្រាលដ៏វិចិត្រហ្នឹងគេហៅថាទីសនាសនៈដ៏ប្រសើរមួយទៀតដ៏ខ្ពស់ទីសនាដ៏ខ្ពស់ហួសប្រមាណគឺសំដៅដល់ក្រែដល់អីហ្នឹងដល់ក្រែដល់តាំងអីហ្នឹងដែលមានប្រភេទខ្ពស់ហួសប្រមាណលើសពី5នេះ5ហ្នឹងគេយកពីជើងក្រោមពីជើងក្រែមិនដូចពីយកខាងនេះមិញហ្នឹងគឺចាប់ពីជើងក្រែនេះដល់ទីនេះតលហ្នឹងឯងអាសនៈខ្ពស់ហួសប្រមាណនិងអាសនៈដ៏ប្រសើរនោះគឺអាសនៈហួសប្រមាណហួស8ធ្នាប់នេះឯងហួសប្រមាណនិងអាសនៈដ៏ប្រសើរនោះគឺអាសន្តិអាសន្តិគឺអាសនៈដែលខ្ពស់ហួសប្រមាណសំដៅដល់ក្រែសំដៅដល់ក្រែដែលយើងធ្វើហ្នឹងហើយកន្លែងហ្នឹងព្រះអង្គបញ្ញត្តិមកមិនអនុញ្ញាតមិនឲ្យលើសហ្មងបើមិនឲ្យមិនលើកលែងទេកន្លែងហ្នឹងទី1ហ្នឹងមិនឲ្យញាតិញោមហ្នឹងខ្ពស់ហួសប្រមាណពេកល្អពេកតាមចិត្តយើងណា
កន្លែងណាដែលខ្ពស់ហួសប្រមាណពេកប្រសើរពេកកុំឲ្យយើងមានសេចក្តីប្រមាទនិងជ្រុលនៅក្នុងការសង្រួមការប្រតិបត្តិនៅក្នុងសិក្ខាបទដែលព្រះអង្គទ្រង់បានបញ្ញត្តិមកហ្នឹងអញ្ចឹងទី1នេះអសន្តិញាតិញោមអាចអានតាមស្មាទៅអសន្តិហ្នឹងអាសនៈដែលខ្ពស់ហួសប្រមាណអញ្ចឹងអាសនៈដែលប្រមាណមានប្រមាណគឺដែលបានបញ្ជាក់ខាងលើនេះមិញឯងបងខ្ញុំធ្វើប៉ុណ្ណឹងទៅអត់ខុសអីទេទី2បល្លង្កៈបល្លង្កៈហ្នឹងគ្រែដែលមានជើងវិចិត្រដោយរូបសត្វសាហាវរូបសត្វសាហាវរូបណាមួយសត្វសាហាវហ្នឹងគឺថាមិនខំគួរទេតែមានសត្វសាហាវសត្វអីហ្នឹងអញ្ចឹងវាលែងតែសត្វសាហាវចេញទៅបាទសត្វណាដែលជាសត្វសាហាវសត្វខ្លាសត្វពស់អីយ៉ាងទៅពស់មានពឹសសត្វសាហាវបាទសត្វខ្លាសត្វអីហ្នឹងគឺថាស្បែកខ្លាស្បែកអីហ្នឹងដោយរូបអានេះថាគ្រែដែលមានជើងជើងគ្រែដែលមានជើងវិចិត្រពាក្យថាវិចិត្រហ្នឹងគឺថាតុបតែងលម្អជើងគ្រែហ្នឹងដោយរូបសត្វសាហាវណាមួយហ្នឹងដែលព្រះអង្គសម្ដែងមកហាម5ហ្នឹងគឺមិនគួរទេទៅជើងគ្រែយ៉ាងមកញាតិញោមដាក់រូបខ្លាយ៉ាងទៅវិចិត្រជើងនេះដាក់រូបសត្វសាហាវឬខ្លាយ៉ាងមកល្អចិត្តដោយរឿងផ្សេងហ្នឹងគឺមិនសមគួរទេគ្រាន់ទេញោមតទី3គោនកៈគោនកៈព្រំដែលមានរោមវែងជាងរោមព្រំដែលមានរោមវែងជាង4ធ្នប់4ធ្នប់ស្មើប្រមាណម្រាមដៃញោម4ធ្នប់ញោមសិដ្ឋាញោមសិដ្ឋាតាណាបាត់ហើយ4ធ្នប់ស្មើនឹង4ម្រាមដៃយ៉ាងនេះបាទ4ម្រាមដៃហើយ4ធ្នប់1ធ្នប់1ម្រាមដៃមិនអញ្ចឹងហ៎បាទ4ម្រាមដៃហើយ4ធ្នប់អញ្ចឹងរោមព្រំនោះដែលមានកម្រាស់វែងវែងជាង4ធ្នប់ហ្នឹងគឺថាប្រហែល4ធ្នប់ហ្នឹងគឺមិនសមគួរទេកន្លែងហ្នឹងបាទរោមព្រំធម្មតាព្រំយើងបើយើងក្រាលដូចព្រំនៅតាមវត្តតាមអីមិនវែងទេព្រំណាបាទព្រំដែលយើងក្រាលរងថ្ងៃហ្នឹងមិនដល់4ធ្នប់ទេចឹងពាក់ព័ន្ធនឹងអាសនៈដ៏ប្រសើរមួយទៀតទី4ចិត្តកៈកម្រាលដែលគេធ្វើពីរោមសត្វពីរោមសត្វសត្វណាមានរោមពីរោមសត្វហ្នឹងវិចិត្រដោយរូបសត្វសាហាវធ្វើពីរោមសត្វហើយវិចិត្រដោយសត្វសាហាវទៀតរូបសត្វសាហាវរូបហ្នឹងគឺថាកម្រាលដែលធ្វើពីរោមសត្វហើយយកសត្វសាហាវហ្នឹងមករៀបចំជារូបសត្វសាហាវហ្នឹងក្នុងលើកម្រាលហ្នឹងទៀតវិចិត្រដោយកម្រាលហ្នឹងគឺថាអាហ្នឹងឯងដែលឲ្យឈ្មោះថាជាទីសនាសនៈដ៏ប្រសើរញោមទីសនាសនៈដ៏វិចិត្រដោយរូបសត្វអីផ្សេងហ្នឹងឯងលម្អផ្សេងហ្នឹងកន្លែងណាដែលជាប្រព្រឹត្តទៅជាលក្ខណៈទីសនាសនៈដ៏ប្រសើរហ្នឹងគឺមិនសមគួរទេមិនសមគួរនឹងការអង្គុយឬក៏ដេកទេសម្រាប់ញាតិញោមអ្នករសាសិលអ្នករសាអបោសុតហ្នឹងមិនសមគួរទី5រូបសត្វសាហាវញាតិញោមដឹងហើយព្រោះសត្វសាហាវមានសត្វអីខ្លះដឹងហើយសត្វសាហាវមានសត្វខ្លាយជាដើមហ្នឹងទី5បដិកៈកម្រាលមានពណ៌សព្រោះដែលគេធ្វើពីរោមសត្វកម្រាលពណ៌សមែនតែធ្វើពីរោមសត្វរោមសត្វផ្សេងហ្នឹងមកធ្វើជាកម្រាលអង្គុយហ្នឹងហ្នឹងក៏មិនសមគួរដែរកម្រាលវាធ្វើពីរោមសត្វអានេះជាចូលក្នុងទីសនាសនៈដ៏ប្រសើរអញ្ចឹងបានញាតិញោមមើលនៅខាងលើមែនលោកដាក់ថាទីសនាសនៈដ៏ខ្ពស់ទីសនាសនៈដ៏ខ្ពស់ដ៏ខ្ពស់ហួសប្រមាណនោះមាននេះទីក្រោមនេះអាសនៈខ្ពស់ហួសប្រមាណនិងអាសនៈដ៏ប្រសើរនោះហួសប្រមាណហ្នឹងគឺសំដៅដល់ក្រែមិញហ្នឹងដល់ប្រសើរគឺផ្សេងដែលយើងរៀបរាប់នេះមករៀបរាប់ប្រាប់ញាតិញោមមិញនេះដូចជាបដិបាតិកៈបដិកៈកម្រាលដែលមានពណ៌សដែលគេធ្វើដោយរោមសត្វដល់កម្រាលធំយ៉ាងមកហើយយើងធ្វើពីកម្រាលធ្វើរោមសត្វធ្វើពីរោមសត្វផ្សេងហ្នឹងព
ពណ៌សណាតែយើងធ្វើពីរោមសត្វផ្សេងៗដាក់លើហ្នឹងហើយធ្វើកម្រាលហ្នឹងហើយទី6ណាបដលិកៈណាបដលិកៈហ្នឹងកម្រាលដែលគេធ្វើដោយរោមសត្វជាផ្កាចង្កោមណាជាផ្កាធ្វើពីរោមសត្វធ្វើដាក់ជាផ្កាចង្កោមទៀតឲ្យល្អមើលទៅឲ្យប្លែកឲ្យល្អប្រសើរពុះយ៉ាងទៅណាកម្រាលហ្នឹងក៏មិនសមគួរណាប្រើធ្វើពីរោមសត្វវាប្រសើរពេកវាល្អពេកណាធ្វើបណ្ឌិតអីចឹងទៅក៏ទី7តូលិកៈណាកម្រាលដែលគេញុតដោយសំឡីកណាញុតដោយសំឡីកកម្រាលធ្វើពីកម្រាលហ្នឹងកម្រាលអង្គុយហ្នឹងញុតដោយសំឡីកហ្នឹងក៏មិនសមគួរដែរកន្លែងហ្នឹងក៏ទី8វិកតិកៈណាវិកតិកៈណាវិកតិកៈកម្រាលដែលគេធ្វើដោយរូបសត្វមានសត្វសីហៈនិងខ្លាធំជាដើមណាសត្វសីហៈគឺសត្វរាជសីហ្នឹងហើយព្រោះសត្វរាជសីសត្វសីហៈសត្វខ្លាធំខ្លាដំបងណាកម្រាលធ្វើរូបសត្វចេញជារូបសត្វខ្លាសត្វសីហៈហ្នឹងក៏កម្រាលហ្នឹងក៏មិនសមគួរដែរសត្វសាហាវសត្វមានអំណាចឯហ្នឹងហើយខាងលើពាក់ព័ន្ធនឹងរោមសត្វរោមអីផ្សេងៗទៀតពទី9ណាទី9ឧត្តកឡូមិណាឧត្តកឡូមិកម្រាលដែលគេធ្វើដោយរោមសត្វណាកម្រាលធ្វើដោយរោមសត្វមានរោមច្រាងឡើងតែម្ខាងរោមច្រាងឡើងរោមច្រាងហ្នឹងច្រាងធ្វើជារោមសត្វដែរប៉ុន្តែច្រាងព្រោះច្រាងមិនសត្វច្រាងណាធ្វើជារឿងច្រាងឡើងលើហ្នឹងឯងធ្វើពីរោមសត្វតែម្ខាងទី10អេកន្តឡូមិអេកន្តឡូមិគឺកម្រាលដែលគេធ្វើដោយរោមសត្វដែរមានរោមច្រាងទាំងពីរសងខាងណាទាំងពីរខាងណាឬក៏សងខាងហ្នឹងឯងកម្រាលដែលធ្វើពីរោមសត្វណាសត្វមានរោមយកមកធ្វើកម្រាលហ្នឹងណាតុបតែងលម្អយ៉ាងមកទី11កដសៈកដេសៈកម្រាលដែលធ្វើដោយដិនមាសណាដិនមាសញាតិញោមស្គាល់ដិនទេមើលញាតិញោមស្រីអ្នកប៉ដិនមកយល់ថាប៉ដិនប៉អីហ្នឹងអញ្ចឹងណាស្គាល់ទៀតដិនមិននឹងដិនគេចាក់ហ៎គណៈដូចជួនកាលអាវប៉អីគេគឺឲ្យមានគេប៉ដិនប៉អីហ្នឹងហ៎អញ្ចឹងហ៎គណៈវាមានពណ៌ផ្លេកនៅលើគណៈអូមានពណ៌មានផ្លេកអញ្ចឹងណាអានេះហៅដិនណាគណៈអូខេបាទអត់ច្បាស់អានេះខាងញាតិស្រីបានបកកែបាទកម្រាលដែលធ្វើដោយដិនមាសហ្នឹងគឺថាដិនដោយមាសហ្នឹងឯងឬក៏សូត្រដែលចាក់ស្រេះដោយរតនវត្ថុណាសូត្រដែលចាក់ស្រេះដោយរតនវត្ថុហ្នឹងឯងក៏ជាកម្រាលណាជាកម្រាលហ្នឹងក៏ជាអាសនៈដ៏ប្រសើរដែរកន្លែងហ្នឹងព្រោះជាអាសនៈដ៏ប្រសើរសិក្សាគង់ខ្ពស់ដែរអញ្ចឹងឲ្យតែពាក់ព័ន្ធនឹងអាសនៈណាដែលចេញមកវិចិត្រដោយត្បូងរតនវត្ថុនិងដិនមាសណាចេញពីមាសចេញពីអីមកហ្នឹងដែលភាសាក្រៃលែងហ្នឹងណាក៏មិនសមគួរដែរសម្រាប់ញាតិញោមបាទមានតែថ្ងៃអបោសឡឹងលេខសតវ័យសតរតនវត្ថុអីចឹងមកឧទាហរណ៍ណាផ្លេកមកលេងកម្រាលណាបើភ្លើងមកចាំងច្រាលមិនចឹងយកថានេះចឹងមិនសមគួរទី12កោសាយៈកម្រាលដែលធ្វើដោយសរសៃសូត្រដែលចាក់ស្រេះដោយរតនវត្ថុណាធ្វើពីសរសៃសូត្រមែនប៉ុន្តែចាក់ស្រេះដោយរតនវត្ថុនេះឯងថែមរតនវត្ថុទៀតណាបើយើងថែមតិចរតនវត្ថុផ្សេងដែលរបស់មានតម្លៃអញ្ចឹងទៅណាដើម្បីលម្អនៅទី13កុតកៈណាកុតកៈកម្រាលដែលធ្វើដោយរោមសត្វល្មមពួកស្រីរបាំ16នាក់ឈររំបានណារបាំមើលថាធ្វើរោមសត្វធំដែរហ្នឹងមើលកម្រាលធ្វើដោយរោមសត្វ16នាក់មើលក៏ទៅកម្រាលធំស្រីរបាំរំបានណាធ្វើពីរោមសត្វចឹងកម្រាលហ្នឹងក៏មិនសមគួរដែរបើស្រីរបាំរំបានទី14ហដ្ឋរៈ
ណាហត្ថថរៈណាកម្រាលសម្រាប់ក្រាលនៅក្នុងដំរីកម្រាលសម្រាប់ក្រាលក្នុងដំរីទី15អសដ្ឋរៈណាអសដ្ឋរៈណាអសដ្ឋរៈណាកម្រាលដែលសម្រាប់ក្រាលនៅក្នុងសេះណាកម្រាលដែលសម្រាប់ក្រាលនៅក្នុងសេះណាសម្រាប់ក្នុងដំរីក្នុងសេះណាកម្រាលនោះឯងក៏មិនសមគួរដែរបាទណាទី16រដ្ឋតរៈណារដ្ឋតរៈកម្រាលសម្រាប់ក្រាលលើរត់ណាលើរត់ផ្សេងកម្រាលណាទី17ណាអជិណបវេនិណាអជិណបវេនិកម្រាលដែលធ្វើដោយស្បែកខ្លាឃ្មុំណាពាក់ព័ន្ធស្បែកខ្លាណាស្បែកខ្លាឃ្មុំក៏មិនសមគួរតទី18កតៈលិមិកបវេរៈបច្ចដ្ឋរៈបច្ចដ្ឋរណៈណាបល័យវិញបើកតៈលិមិកបវរៈបច្ចដ្ឋរណៈបច្ចដ្ឋរណៈកម្រាលដ៏ឧត្តមដែលគេធ្វើដោយស្បែកសត្វឈ្មោះសត្វឈ្មោះធម្មតាឃើញដែរបើសត្វឈ្មោះញាតិញោមណាស្គាល់សត្វឈ្មោះទេស្គាល់ហ្នឹងលោកចា ដែលឃើញសត្វហ្នឹងដែរទី19ណាសឧត្តរៈឆតៈណាសឧត្តរៈឆតៈទីដេកដែលមានពណ៌ក្រហមលើណាទីដេកដែលមានពណ៌ក្រហមលើគឺពីដានពណ៌ក្រហមនៅពីខាងលើពីដានក្រហមហ្នឹងវាថាលំអមើលទៅឲ្យមានពណ៌ឆើតអីចឹងទៅណាញាតិញោមដាក់លើពីដានវាហ្នឹងក៏សំគួរដែរណាទី20ឧភតោលោហិតកោបធិនៈណាឧបតោលោហិតកោបធិនៈកម្រាលដែលមានខ្នើយពណ៌មានពណ៌ក្រហមណាកម្រាលដែលមានខ្នើយមានពណ៌ក្រហមទាំងពីរខាងណាឬគឺខ្នើយកាយក្បាលក៏ក្រហមខ្នើយកលជើងក៏ក្រហមបានដល់ទីដេកដែលមានខ្នើយក្បាលក្រហមខ្នើយជើងក្រហមនឹងឯងហ្នឹងគឺមិនសមគួរទេសម្រាប់ញាតិញោមអ្នករក្សាឧបោសថចឹងយើងមើលទៅមុខទៀតតើកម្រាលណាខ្លះដែលសមគួរហើយកម្រាលណាខ្លះដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ហាមសម្រាប់ញាតិញោមចឹងទី1បណ្ដាអាសនៈទាំង20នោះអាសនៈ3យ៉ាងគឺទី1អសន្តិណាអសន្តិមិញខាងលើញោមកម្រាលអសន្តិញាតិញោមមើលនេះទី1ណាទី1អសន្តិនេះចឹងយើងមើលទី1នេះចូលឲ្យទី1មិញនេះសន្តិអាសនៈដែលខ្ពស់ហួសប្រមាណសំដៅដល់ក្រែដែលខ្ពស់ហួសប្រមាណលើសពីកម្រិតដែលយើងអាត្មាប្រាប់មិញហ្នឹងឯងលើសពី5ទឹកជាងហ្នឹងណាលើសឬក៏លើសពី8ធ្នប់ព្រះសគុតនេះកន្លែងហ្នឹងគឺដាច់ខាតហើយបើមិនទេដាច់ខាតហើយកន្លែងនេះមានគួរដាច់ខាតហើយយើងមើលមកទៀតទី2បលង្គៈបលង្គៈទីម៉ានញោមទី2នេះណាក្រែដែលធ្វើដោយចិត្តវិចិត្រដោយសត្វសាហាវកន្លែងហ្នឹងក៏ដាច់ខាតដែរបើមិនឲ្យទេសត្វសាហាវហ្នឹងឯងខាតយើងមើលមកទៀតហើយខ្ញុំតាមដានជាមួយអាត្មាទី3តូលិកៈណាតូលិកៈទីម៉ានញោមតូលិកៈទី7ទីម៉ានជ័យទីម៉ាន 7លោកចាស់ទី7នេះចឹងកម្រាលហ្នឹងគឺកម្រាលយកដោយសំឡេងគោណាទុនហ្នឹងឯងចឹងកន្លែងខ្លះកម្រាលហ្នឹងវាល្អភាសាទុនដែលខ្ញុំកោយហ្នឹងឯងកម្រាលហ្នឹងវាទុនណាចឹងវាអាចកើតសេចក្តីប្រមាទហ្នឹងច្រើនដែរបើចឹងកម្រាលហ្នឹងគឺព្រះសម្មាសម្ពុទ្ធព្រះអង្គមិនអនុញ្ញាត3ហ្នឹងនេះ3នេះឯងព្រះអង្គហាមផ្ដាច់ហ្មងបងនេះហាមផ្ដាច់ណាទី1អសន្តិណាក៏អសន្តិហ្នឹងគឺទី
mà ta kêu bạn nào kêu cái pu của mà này nè sản tích hay mình còn làm kẹo là đòi sbài khla rụp sạt sa hai nè tại tóc tai bị chặt để rụp sạt sa hai rụp ấy này mình xong cú này ti bằng pí cứ cầm ra đây nhau đây sầm lấy cô mình nói mình nó khó này tiếp chẳng miền bay không nè còn miền bay thì chứ còn miền bay này thì muối sản tích thì pí và làm kẹo thì mấy tô lịch cả bay này hàm và ông hàm và đáy ông coi con mà nói ông coi khởi ông coi con mà nói ông coi đế con mà hỏi đế chỉ làขาด chẳng vẹn toàn nên bật sóng bị cọ sóng lúc mình cuồng coi mình tế đường coi và ta chỉ bạn để đi vào bị khang lơ mình này nhiệt nhóm cứ vẹn toàn nên sự hạ bot để nhiệt nhómสมาธิในขนมวิชาสายานมหานี้จุดพัวtiền bay đấy cứ mình ăn nhà đây ngày là sao họ sẽได้nhiều nhận nhôm ngày nào là sao nó cù đây bọn cù cười đây thay bởi nhận nhôm này là sao sợ pram mấy mình phải nhà đây bởi cười của bạn thì của bạn đấyคือlà đểสำหรับแต่สิขาบอสจาสยันมาหาคือหามได้หามคุยหรือนั่งchẳng bàn thà nhiệt nhôm đây khai hàn để xa sờ thủng thùng bây giờ nó là sở pram sở đọp bây giờ đấy này nhiệt nhôm lao chiên nó đọp bây tiếng nó thiên người ta phò lại như thế và mình sao bay của chữ đặt la đó sở đọp bây như thế chơi người nó ra sở đọp một đòn này nhôm sẽ thay mà sở đọp một đòn rồi nan thấy quá rồi khởi chịu ba sọ ba gì ca cây lên không phải sa na dương nhiệt nhôm không cướp riêng được riêng ấy vào đây mà ngày nào mới dùng pơi mấy đó và xạ đom nó nhiệt nhôm dùng hồng ấy vào này cầm hồng ấy đặt đọc mà đom á rồi họ làm vùng vây chẳng tới là nhôm không ta mình hiền tê tiên này nhôm mình hiền này nó khỏe chứ khỏe sâu này thế mà còn là tha đấy rồi nhưng mà ngày nay chưa tha đã tới rồi ngày nay mình chưa tha đấy sợ pram em thôi nhà đi có bao sập chỉ pro ở đây chẳng tới bờ này tam thì cái đây chưa tha rồi ngày nào mới tới lẹ bom cùng vo thì nhẹ miền cùng vo tích còn đây có hoa sầm đạp hiện giống có hoa nó vô na còn về lia trong mà lục rú tại đây miền bắc sang với mà là gì vật có hoa là vô rồi pro pe sa sel nó có và đấy bằng gì đây chẳng tầng bay này bọn ông hàm bắt đại mình nói những cái đây chỉ là khát và ba asana kra bị bay này cứ asana đọc bổng pi nhóm ta mùi muối đó asana kra bị bay này asana đọc bổng pi này trong pua pa bị chết bao chia rồi bọc hoa kê tạ tay luôn ấy mà bọc hoa kê bậc kê đó nhóm kê bậc kê màu lô chẳng tới kra lô cái đây để cùng người ban thì mà đầu tiên này trong pua pa bị chết bao chia rồi bọc hoa kế tạ tay luôn ai cái tạ tay luôn ai không tê chẳng lái cứ chỉ thom mía sẵn nặng lại cùi đó cả bị nắng cái đây tê đai tê dụa là nó chọc sẵn nó chẳng bị dỡ là tê đai tê dụa ông kia là ông kia không vọt cái đấy là không vọt cái đấy hồi chôn là cái đấy thì là cái đây là ấy tia kê không sọc cái đây nútព្រះសម្មាសម្ពុទ្ធទ្រង់អនុញ្ញាតឲ្យអង្គុយបានតែត្រង់ដេកមិនបានជាដាច់ខាតកន្លែងនេះសម្រាប់ភិក្ខុសង្ឃហ្នឹងគឺថាឧទាហរណ៍ថាញាតិញោមធ្វើជារបស់ញាតិញោមទេឧទាហរណ៍របស់ឆេអញ្ចឹងទៅឃើញធ្វើកំរាលហ្នឹងកំរាលតែសល់17មិនវា3ចេញណាបើជារបស់កុហកគេធ្វើឲ្យគេប្រគេនអង្គុយហ្នឹងបានលោកអង្គុយធម្មតាបានតែហាមដេកហាមអីហ្នឹងហាមសឹងតែយល់ទេបើคือพระองค์อนุญาตตั้งแต่พระพุทธอนุญาตบ้านหลายครั้งพระองค์ห้ามดัดขาดพระองค์ห้ามอนุญาตខ្លះដែរអញ្ចឹងបើហាមបានយើងមើលសល់17មាននេះខ្លះឧទាហរណ៍សល់មកពីសល់ពី3ហ្នឹងមកមានព្រំមានរោមវែង4ថ្នប់អីចឹងទៅអង្គុយបានអង្គុយលើហ្នឹងអីចឹងទៅមានក្រៅពីរោមសត្វវិចិត្រអីចឹងទៅអង្គុយបានតែហាមសឹង
từ đó mình tỏ nó mình này anh này nhát anh coi bán té tròn đế mình ban cho đại khảm mà đây lên là nghề để tới sửa luôn này nó lời dù người ta bình chặt và có bay đăng tha asana tiếng đọc trong pin nó đại trong anh nhát anh coi bán chụp post tay là bao khó hoa đây bữa là bao lúc luôn ai bán này nè chụp post tay chụp post là bao khó hoa bao chia là bao luôn với trong ham đấy nè trong ham đấy nè nên bao tầm đây môi bị khó sống bờ ham nè ham mà nói cuối nào tiếng đế tiếng cuối của con đấy tiếng đế còn cuối của con con cuối thiệt còn đế còn cuối ta vừa bao có hoa nhiệt nhôm vừa bánh nó phóng nhà thằng cuối bàn được nhiệt nhôm tới khi tôi xong máu ra lô cung cái gì thom như sẵn nặng cái đây là ấy là lục ảnh cuối bàn chăng tao em thấy là nhiệt nhôm ngày nào mỗi khơi tôi xong đây thì muốn tới chân tới nhiệt nhôm khá chơi cùng ra mà nó xong cùng mà rồi cùng ra làm bán mình cùng ra rùm vậy buồn mấy nhỉ ô tô nè là cùng ra dùng cá cùng ra nhiệt nhôm khá máu miền cùng ra rùm vên cùng ra thôi bị rùm sát là cùng ra phò so để thôi để rùm sát là cùng ra miền ca miền đây nữa nè Việc chén kral bậc kên ta prum rồi còn năng ở prom lọ hay nhau năng prom lọ thôi đây ta prom rồi có asana nam môi xóm prom lấy nhiệt nhôm mà lấy cái cát á nhiệt nhôm mà Sasana dân sọc mai dân khởi nhận nhôm cắt mộtภาษา miền này xây tận nẹt bỏ lô giống đó và miền này xây tận nẹt mùi sầm rập lục cà cùng bỏ lô và dân tư thì cứ có camera để nhận nhôm riệp chồng mà sraiให้ตัวเกินตัวสองตามเตียให้นั่งกี่ camera để thôi bị prom về ấyนั่งนั่งบินโรมใครเด้นั่งมันเว้นเด้มันnhận nhômเฟอร์สองกู้สำหรับตัวสองลูกลูกกงบ้านตามวอดตามấy nóเคยnhận nhôm riệp chồng mà sraiยังtới nhận nhôm สมัยนี้เธอบอลฉลาดอ่ะnhận nhôm กายสมัยนี้ฉลาดเนี่ยเธอบอลไปเรียนตัวเนี่ยศึกษาปทเทียดมันช่างให้เปล่าฉลาดนี่มันศึกษาประวินัยเทียดการได้กายเทียดrồi tới nhận nhôm khơi bật sóng ấy dân đang ở cầm ra là bữa á dân vô cầm ra prom bay na xóm rom dân tới mà chăm bẹt quần rụp sạt đấy thế chúng ta nhận nhôm khác cột xua chẳng đấy nhôm thì tha cột xua nó cầm ra nó rụp sạt chẳng cột cra rồi nhá bàn tay cột xuống phong thấy thế khơi rụp sạt rồi bàn tay đấy miếng nó lọc khơi chẳng á rồi mà lọc chua tới chúng ta miếng rụp sạt rụp ấy rụp lùm oi xem chẳng thấy có đấy phong mấy đá rụp nữa rụp ấy chúng ta rụp sấy sạt đây chẳng tới cra mà là vẫn lại làm nhung mơ đai nhung đó máu lên rụp bò cả nhà na máu đó coi chết nắng coi mơ một chân nhìn nhôm cô để mơ đai lại là đâm bay thì sẽ đây chỉ là làm mui xóm cua là nhìn nhôm cà rồi cầm ra nó xóm cua kê lô rồi có nhìn nhôm khác là xua cả ma bạch tay cả ma thôi nhìn nhôm khác từ prey thôi thằng môn từ bon này lại nam mui bằng sụt câu rồi prey như thế thôi hai môn xong được đấy nhiều thứ thá rồi tới bằng sụt cô lên những tới hoặc mình cầm ra click vô tới nó không cha na click vô cầm ra nó lên những cái mình cầm ma này rồi cái trật chơi và cái lốt đừng xây xong này chẳng đã cầm ma ra thế lúc cùng ma hiện tại mọi sang lên những cầm má mình phải hài thì chỉ là bao hoa nhưng mà tiếp mình đó là mình vào mình là sản lại phẩm này chẳng là sản phẩm này đại trong anh nhát coi dùng po tay là bao hoa mà chỉ là bao luôn với trong ham tha cầm đê cùng coiต่อមួយទៀតគ្រឿងកម្រាលដែលមិនគួរគ្រឿងកម្រាលដែលមិនសមគួរគឺអាសនៈ7តែក្រៅលើក្រែនេះញោម7នឹងដែរណាអញ្ចឹងមិញនេះបកកុហកគេប្រកេន7នឹងដែរបងអនុញ្ញាតអង្គុយបានតែហាមដេកហាមអង្គុយបើរបស់ខ្លួនបើថាជារបស់កុហកគេក្រៅឲ្យអង្គុយបានតោះណាញោមតែបើរបស់ខ្លួនឯង
របស់ខ្លួនឯងមានថារបស់លោកថារបស់ថ្មថារបស់ថ្មអញ្ចឹងណា កណា វារបស់ ទេ ខ្លួនឯងហាមទៅអង្គុយហាមនឹងដេកទៅទៀតណាមិនគួរទេគ្រឿងកម្រាបដែលមិនសមគួរអាសនៈ17ដែលគេក្រាលលើក្រែដែលបកក្រាលលើក្រែនិងតាំងដែលមិនសមគួរតាំងកន្លែងអង្គុយកន្លែងអីហ្នឹងតាំងដែលរមែងមិនសមគួរគ្រឿងកម្រាបផ្សេងទៀតរមែងសមគួរណាគ្រឿងកម្រាបផ្សេងទៀតអញ្ចឹងយើងមើលគ្រឿងកម្រាបផ្សេងទៀតឲ្យតែក្រៅពី17ហ្នឹងមកនេះណា17ហ្នឹងដែលលោកដែលព្រះអង្គហាមក្រាលលើក្រែនិងតាំងមិនសមគួរទេតែបើកម្រាបផ្សេងទៀតគួរណាដូចព្រំដូចអីយើងក្រាលរងថ្ងៃហ្នឹងព្រំអីហ្នឹងអាហ្នឹងកម្រាលដែលយើងវាផ្សេងពីហ្នឹងអញ្ចឹងញាតិញោមក្រាលទៅប្រគេនប្រសង់អីទៅញាតិញោមដូចគ្នាអ្នករក្សាអបសុទ្ធឯហ្នឹងញោមក្រាលសម្រាប់អញ្ចឹងទៅណាលើក្រែលើអីអញ្ចឹងមកតែហាមក្រាលអាសនៈដ៏ប្រសើរវិចិត្រដោយរតនវត្ថុឬក៏ដោយដិនមាសអីនោះតែយើងសិក្សាមកមិញញោមទាំងអស់មានប៉ុន្មានមិញទាំងអស់20ទាំងអស់មាន18 19 21 20 19 19សរុបហ្នឹងញោម សរុបទាំងអស់20លោកម្ចាស់ សរុប20ប៉ុន្តែយើងវាប៉ុន្មានចេញ វា3ចេញពីមុន បាទវា3ចេញសល់ 17 17បាទ17បើសិនជារបស់ពហោះគេធ្វើឲ្យល្អមកគេក្រាលអានឹងអង្គុយបានតែបើជារបស់ខ្លួនឯងហាមទាំងអង្គុយហាមទាំងដេក លោកម្ចាស់កណាឆ្ងល់កន្លែងហ្នឹងថាប្រសិនបើព្រះអង្គមិនក៏មានរបស់អស់ហ្នឹងដែរទៀត បាទ ដូចកន្លែងហ្នឹងលោកព្រះអង្គថាបើសិនជាមានជារបស់ខ្លួនឯងតែព្រះអង្គធម្មតាប្រសង់លោកអត់ដែលមានរបស់អស់ហ្នឹងទេមែនទេទៀត នោះអត់មានទេបងឯងទេរមមានទេប៉ុន្តែបើសិនជាមានអញ្ចឹងណាបើសិនជាករណីថាលោកមានអាហ្នឹងមិនគួរទេមិនគួរថាមានដិនបិទមាសឬក៏រតនវត្ថុអីបងមិនសមគួរទេប៉ុន្តែសម័យកាលនេះមិនមានទេកម្រឲ្យញាតិញោមបានរៀនអញ្ចឹងបងដឹងថាអូខុសអញ្ចឹងទៅមិនទេមិនប្រកេនលោកទេអញ្ចឹងលោកមិនធ្វើខ្លួនឯងទេហើយសម័យព្រះអង្គចេះរៀបចំមកបើឃើញវាយូរយារមកហើយនឹងកុំឲ្យយើងប្រមាថបានរបស់ល្អអញ្ចឹងទៅវាក៏ភ្លេចមានសេចក្តីប្រមាថកើតឡើងមកហ្នឹងក៏ព្រះអង្គហាមដូចរឿងភិក្ខុមកអញ្ចឹងរឿងសិក្ខាបទមុនអញ្ចឹងភិក្ខុខ្លះដែលព្រះអង្គហាមមិនឲ្យតបតែងខ្លួនមកឲ្យច្រៀងអីចឹងបង កណាទេ បើយើងគិតទេគាត់ប៉ុណ្ណឹងមិនបានគាត់តែងខ្លួនសោះណាតែព្រះអង្គកុំឲ្យយើងមានសេចក្តីប្រមាថក្នុងហ្នឹងមិនសង្រួមមិនអីចឹងទៅណាជាអ្នកសម្បាយដូចកុហកដែរចឹងបព្វជិតហ្នឹងមិនសមគួរដូចកុហកណាញាតិញោមអ្នករសាសិលក៏ដូចគ្នាអ្នកបើកុហកហ្នឹងកុហកអ្នកបរិភោគកាមនៅទៀតណាកាមហ្នឹងសេចក្តីតែពេញចិត្តនៅក្នុងរូបសម្លេងក្លិនរូបផុតពៈហ្នឹងតែបើញាតិញោមអ្នកដែលជ្រះថ្លាក្នុងសិក្ខាបទជាកុហកដែរតែញាតិញោមជាអ្នកដែលប្រាថ្នាសេចក្តីសង្រួមនៅក្នុងសិលក្នុងសិក្ខាបទហ្នឹងការប្រព្រឹត្តរបស់ញាតិញោមក៏ល្អអញ្ចឹងទៅប៉ុន្តែការប្រព្រឹត្តរបស់កុហកហ្នឹងកុហកដែលអ្នកចូលចិត្តសប្បាយក្នុងហ្នឹងញោមយល់ណាបាទដូចឆេងហ្នឹងកាលមិនតន់យល់ធំបើមិនដែរឧទាហរណ៍ណាច្រៀងអញ្ចឹងទៅតុបតែងខ្លួនប្រសិនញាតិញោមស្រីគឺថាអូមកកំ pl េមកមិនដឹងទេហ្នឹងរឿងញាតិញោមទេប៉ុន្តែស្មានមិនយល់ទេប៉ុន្តែរឿងញាតិញោមភាគច្រើនអញ្ចឹងហ្នឹងមកវត្តឆ្វងលោកមើលឃើញណាហ្នឹងហើយជួមកវត្តហ្នឹងឃើញត្រឹមឃើញទេលោកចាស់ត្រឹមឃើញតែឃើញទេបានហើយលឺអត់លឺទេបានហើយហ្នឹងហើយមានសតិមិនចឹងខ្ញុំថាចាំមកខែភ្ជុំដឹងហើយខែភ្ជុំមកញាតិញោមមកកាយេអញ្ចឹងទៅអាហ្នឹងរឿងញាតិញោមមិនស្មានដឹងហើយបងដែរហ្នឹងគឺជីវិតគឺអញ្ចឹងឯងមកទៀតបងណាមិញឆេងបាយធွာអញ្ចឹងបុគ្គលដែលក្រាបលើក្រែតាំងមិនសមគួរដែលបើក្រាបគ្រឿងកម្រាលផ្សេងទៀតរមែងសមគួរមកឥឡូវយើងរកកម្រាលផ្សេងទៀតមើលមានកម្រាលខ្លះវាព្រំមែនទេតែផ្សេងពីហ្នឹងផ្សេងពី20មិញពី17ដែលយើងសល់មិញហ្នឹងណាដូចជាព្រំដូចជាកម្រាលដែលធ្វើពីកណាត់អីចឹងណាមានកំណាត់ផ្សេងពណ៌ណាសមគួរអញ្ចឹងទៅញាតិញោម
ធ្វើបានចឹងបានកន្លែងខ្លះបើអនុញ្ញាតនិស្ស័យតនៈប្រសងលោកដាក់តាមខ្លួនលោកឃើញបើដាក់តាមខ្លួនតាមអីហ្នឹងដើម្បីលោកទៅកន្លែងផ្សេងៗលោកក្រាទៅ លោកម្ចាស់សុំពាក្យហ្នឹងបានទេទានពាក្យអីសីធនៈហ្នឹង ទី វា កន្លែងអង្គុយកន្លែងសម្រាប់លោកអង្គុយកន្លែងហ្នឹងគឺនិស្ស័យតនៈហ្នឹងសម្រាប់លោកក្រាអង្គុយបាទ សរសេរមិនដែរទានអាហ្នឹង ទីសិននិស្ស័យតនៈនិស្ស័យមកអញ្ចឹងយកឈប់ កណាទាន មកទៅសើលើនេះបានជាប់នឹងជាប់អីក៏សើបាននេះ តើលោកម្ចាស់ចេញសិនខ្ញុំចូលម្ដងទៀតមួយទានកន្លែងយើងទៅ និ គេ ស្ស័យនេះនិស្ស័យទៀតនេះបាទនិស្ស័យនេះអញ្ចឹងប្រសងឲ្យលោកមានតាមខ្លួនលោកជាប្រចាំអញ្ចឹងទៅ បកប្រែថាទីកន្លែងបាទទីកន្លែងអង្គុយឲ្យត្រង់អង្គុយសម្ពត់សម្រាប់ក្រាលអង្គុយដែលលោកក្រាលតាមលោកនិមន្តទៅណាទៅណីអញ្ចឹងទៅឬក៏ចូលពហិចូលអីចឹងដូចជាពិសេសសម័យកាលនេះចូលភាសាអញ្ចឹងទៅលោកមានដាក់លើស្មាលោកឃើញទេ មានផាក្រាបអីហ្នឹងឯងលោកម្ចាស់ អរេពីសេតនៈហ្នឹងលោកធ្វើសម្រាប់សម្ពត់សម្រាប់ក្រាលអង្គុយនិយាយភាសាងាយយកសម្ពត់សម្រាប់ក្រាលអង្គុយអញ្ចឹង រៀងមិនដែរលោកម្ចាស់ហ្នឹង រៀង4ជ្រុងចេះមកនេះធ្វើជាប្រវែងប្រហែលបាន មក ដែរ មានតយមកចេះមកនេះប្រវែងនេះប៉ុណ្ណឹងសំគូប៉ុណ្ណឹងកម្រាលហ្នឹងនេះលោកក្រាលហ្នឹងអង្គុយនេះឡើយអង្គុយលោកគង់ហ៎បង កណាទាន ឡើយនេះលោកសងលោកគង់មកនេះស្អីទៅណាដូចប្រសងនៅពោធិ៍សាត់នីរតហ្នឹងចំណាំមើលពេលនេះលោកដាក់លើស្មាលោកណាកាន់តាមខ្លួនលោកណាសេតនៈដល់ណាទៀតមិញនេះទៅនេះណាគ្រឿងកម្រាលផ្សេងទៀតហេតុដោយហេតុនោះក្នុងអត្តកថាធម្មិកសូត្រលើពោលថាការដេកលើដីការដេកលើដីសំបីក្រាលដោយកម្រាលក្រោះកម្រាលរោមសត្វជាដើមក៏សំគួរដែរហ្នឹងវាក្រាលលើដីក្រាលលើដីសំបីក្រាលដោយកម្រាលរោមសត្វជាដើមក៏សំគួរដែរមានខ្ញុំណាដេកដី អត់យល់កន្លែងហ្នឹងទីម្ចាស់កណាអត់ធ្វើ ក្រាលលើដីណាយកកម្រាលហ្នឹងកម្រាលមានថាកម្រាលក្រហមកម្រាលចង់និយាយថា កម្រាលទាំង17មុខហ្នឹងមែនទេទីម្ចាស់ ណាទាំងអស់ហ្នឹងកម្រាលហ្នឹងវាថាក្រាលដីលើដីសំបីតែក្រាលដោយកម្រាលរោមសត្វជាដើមរោមសត្វហ្នឹងមានរោមសត្វសាហាវរោមអីនៅក្នុងនេះណានេះបាទទៅលើដីហើយញាតិញោមណាទៅដេកដីនោះណាមានញាតិញោមណារសាប៉ោសុតចង់រសាប៉ោសុតល្អយកកម្រាលហ្នឹងគឺក្រាលលើដីដេកអ្នកឯងក្រោមទៅឧទាហរណ៍ណាហ៊ានដែរប៉ុន្តែគាត់ថាកន្លែងខ្លះព្រះអង្គអនុញ្ញាតសំគួរយើងមើលទៅក្រែមើលអីហ្នឹងទៅណាសំគួរនឹងព្រះអង្គទ្រង់សម្ដែងបញ្ញត្តិមកហ្នឹងញាតិញោមវាចាក់ទៅអស់ហើយតទៅទៀតហើយចប់ថ្ងៃនេះសិក្ខាបទនេះបើចប់ហ្នឹងទីដេកដែលមិនសំគួរនិងកម្រាលដែលមិនសំគួរឈ្មោះថាមហាសយណៈហ្នឹងបញ្យកខាងលើម្ដងហើយតែហេតុនោះអូនេះដូចដដែលនេះតែថ្មច្រឡំកូពីម្ដងណាញោមអញ្ចឹងកន្លែងនេះអត់ទេណាបងកន្លែងនេះញាតិញោមជួយមើលអក្សរវិរុទ្ធឬក៏កន្លែងឃ្លាខ្លងណាជន់ឲ្យប្រាប់ថាបងកន្លែងនេះអត់ទេកន្លែងជន់ពីលើមកនេះបងនេះតមកទៀតពូកដែលព្រះសម្មាសម្ពុទ្ធទ្រង់អនុញ្ញាតឲ្យប្រើប្រាស់បានមាន5យ៉ាងពុទ្ធអនុញ្ញាតណាជាមួយអនភិសេកអនភិសេកពូកញាត់ដោយរោមសត្វណាពូកដោយញាត់រោមសត្វសម័យនេះមានទេញោមរោមសត្វចាមានទេកណារោមឈៀករោមអីហ្នឹងមែនទេគេញាត់ទឹកអ្នកខ្លះគេប្រើរោមទីលោកម្ចាស់រោមទីរោមប្រមាណទៅពូកធំហ៎គេរោមទីគេកម្រាលទៀន
រោមហ្នឹងហើយរោមពូកនេះសម្រាប់ពូកញាត់ឲ្យរោមសត្វណាខ្ញុំមកទៅញាត់រោមសត្វគួរឲ្យបើអនុញ្ញាតណាទី2ចោលភិសេកពូកញាត់ដោយកំណត់សម្បត្តិណាកំណត់សម្បត្តិហ្នឹងអាត្មាមិនដែលឃើញដែរកំណត់ហ្នឹងហ្នឹងឯងកំណត់សម្បត្តិទេបងណាកំណត់សម្បត្តិហ្នឹងបើអនុញ្ញាតដែរទី3វាកភិសេកណាវាកភិសេកពូកញាត់ដោយសម្បកឈើនឹងមានទេញោមណាញោមដែរធ្វើពូកញាត់ដោយសម្បកឈើទេ ដែរឃើញទេលោកម្ចាស់ ដែរឃើញទេទី4តេណភិសេកពូកញាត់ដោយស្មៅមានស្មៅដំណេកសន្សាយជាដើមស្មៅដូចស្មៅរត់ធំរាប់មើលរាប់សន្សាយណាស្មៅដំណេកសន្សាយដោយស្មៅទី5បតភិសេកពូកញាត់ដោយស្លឹកឈើបងសម័យកាលនោះបើសម័យកាលសម័យព្រះណាមានណាដូចសម័យយើងឥឡូវញាតិញោម ណាអត់ដែរឃើញទេ ចឹងព្រះអង្គអនុញ្ញាតក្នុងសម័យកាលនោះគឺអនុញ្ញាតពូក5ហ្នឹងឯងបើយើងញាត់មកបើយើងវាកំណត់សម្ពុតអីចឹងទៅកំណត់អីសំគួរប្រាប់ញាតិញោមអីនឹងយើងមើលតាមហ្នឹងទៅអានេះក៏យើងមកសរសេរច្រឡំនៅឡើយនេះមកយើងមកពូកដែលព្រះសម្មាសម្ពុទ្ធទ្រង់អនុញ្ញាតប្រើប្រាស់មាន5យ៉ាងមួយទៀតនេះជាន់គ្នាហ៎បតភិសេកដែរជាន់គ្នាយើងលុបមួយចេញមក slide នេះទៅមុខទៀតសិនខ្ញុំឥឡូវទុកសិនចាំថ្មកែមកវិញចឹងហើយនេះដូចគ្នាជាន់គ្នាខ្ញុំណាបើយើងមកមុខ85ចាំថ្មស្រួលឡើងវិញចឹងក្រែចូលមកក្រែម្ដងក្រែដែលព្រះសម្មាសម្ពុទ្ធទ្រង់អនុញ្ញាតឲ្យប្រើប្រាស់មាន4យ៉ាងមនសារកោក្រែដែលមានបញ្ចូលមេក្នុងដំណាប់ជើងណាក្រែដែលមានមេក្រែមកចូលដល់ដំណាប់ជើងដែលគេធ្វើជើងក្រែហើយគេមានអាដំណាប់បញ្ចូលជើងក្រែញញោមអានឹងក្រែនឹងព្រះអនុញ្ញាតញោមសិដ្ឋាធ្លាប់ធ្វើក្រែបាទញោមសិដ្ឋាមកញោមប្រាប់បកាយធ្វើក្រែអានឹងគឺដំណាប់ធ្លាប់ឃើញគេធ្វើគេចោះគេសោកចូលណាគេវាយដំណាប់ចូលឲ្យជាប់ជើងហ្នឹងហើយទី2ពុទ្ធិកាពធោក្រែដែលគេភ្ជាប់មេនឹងជើងណាមេក្រែកំណត់ដំណាប់គេមានដំណាប់ក្រែហ្នឹងឯងគេវាយបញ្ចូលជើងក្រែហ្នឹងហ្មងណាពូក្រែញាតិញោមមើលទៀតពូក្រែដល់ក្រែនេះក្រែនេះសង្ការនេះក្រែនេះញោមណាមកគួយមើលខ្ញុំក្រែនេះអញ្ចឹងភ្ជាប់ដំណាប់នេះឲ្យជើងហ្នឹងដំណាប់ជើងហ្នឹងឯងគេមានកន្លែងវាយគេមានកន្លែងវាយបញ្ចូលវាយទៀតដំណាប់ក្រែហ្នឹងឯងគេធ្វើឲ្យប្រឡោះសើកចូលណាអញ្ចឹងក្រែគេភ្ជាប់មេក្រែនឹងជើងក្រែនេះឯងជើងហើយជើងអានេះហៅមេវាដើម្បីងាប់ណាអញ្ចឹងបងអនុញ្ញាតក្រែដែលខ្ញុំធ្វើរងថ្ងៃហ្នឹងត្រូវហើយក្រែទី3កុលិប្របាតកោក្រែដែលមានជើងដូចជើងក្តាមណាក្រែដែលធ្វើជើងដូចជើងក្តាមអញ្ចឹងក្តាមជើងមិនញោមក្តាមគេកញ្ញាំចេះហ៎ណាបាទយើងកញ្ញាំយ៉ាងក្តាមមកដែរឃើញក្រែនឹងដែរតែប៉ុន្តែជើងកញ្ញាំក្តាមបើក្តាមយើងមើលឃើញសត្វក្តាមជើងអញ្ចឹងមិនអញ្ចឹងតោះឃើញក្តាមហ៎ញោមទៀតស្គាល់ក្តាមស្គាល់ក្តាមចោលហ៎នេះខ្ញុំណាស្គាល់ក្តាមគឺថាឈប់ពរិយហើយដាក់ហ្នឹងស្គាល់ក្តាមបាទអញ្ចឹងធ្វើពីជើងក្តាមទី4ហាច់បាតកោណាក្រែដែលមានជើងចុចឬក្រែដែលបញ្ចូលជើងក្នុងមេដំណាប់ណាជើងចុចហើយគឺក្រែដែលគេបញ្ចូលជើងក្នុងមេដំណាប់ក្នុងដំណាប់មេ
ដំណាប់នេះគឺបញ្ចូលមិញហ្នឹងហើយណានឹងជើងចុចណាមានជើងចុចទៅទៀតលុបនេះបានលុបក្រោយសេលុបចេញមកទៀតញោមនៅតាំងដែលព្រះសម្មាសម្ពុទ្ធទ្រង់អនុញ្ញាតឲ្យប្រើប្រាស់ដេកអង្គុយបានតាំងហ្នឹងក៏ឡើងអង្គុយញោមក៏ឡើងអង្គុយក៏ដេកបានហៅតាំងអាហ្នឹងមិនមែនក្រែហៅតាំងណាមានស្តៀងក្រែងដែរណាមាន4យ៉ាងមសារកាំងតាំងឲ្យគេបញ្ចូលមេនៅក្នុងដំណាប់ជើងណាស្តៀងក្រែងដែរទី2ពុទ្ធិកាពុទ្ធាំងក្រែដែលគេភ្ជាប់មេនឹងជើងទី3កុលិតបារកាំងតាំងដែលគេដែលមានជើងដូចជើងក្តាមដូចក្រែដែរណាទី4ណាហើយបាតកាំងតាំងដែលគេមានចុចនិងក្រែដែលបញ្ចូលនឹងឬក្រែដែលគេបញ្ចូលជើងក្នុងដំណាប់មេរៀងគ្នាតាំងហ្នឹងក្រែតាំងកៅអីកៅអីស្គាល់កៅអីអង្គុយតាំងកៅអីដែលមានពុទ្ធានុញ្ញាតឲ្យប្រើប្រាស់បានទាំងប្រមាណនោះគួរដឹងថាក្រែតាំងកៅអីទាំងប្រមាណនោះសុទ្ធតែមានជើងកម្ពស់ណាសុទ្ធតែមានជើងកម្ពស់ត្រូវប្រមាណទាំងអស់ណាប្រមាណដូចក្រែយើងរៀបរាប់ខាងលើមិញហ្នឹង8ថ្នល់ព្រះសកុតនោះទៅប្រើប្រាស់អង្គុយដេកបានបើក្រែជាដើមនោះមានជើងខ្ពស់ហួសប្រមាណត្រូវដឹងថាត្រូវដឹងថាសុទ្ធតែទ្រង់ហាមទាំងអស់ហើយតែខ្ពស់ហួសប្រមាណណាខ្ញុំណាគឺហាមទាំងអស់មិនគួរទេណាហើយតែខ្ពស់លើសពី5ថ្នប់ជាងតិចហ្នឹងហើយឬក៏5ថ្នប់ហ្នឹងមិនគួរទេប្រមាណនៃជើងក្រែតាំងកៅអីដែលត្រូវប្រមាណខ្នាតនោះប្រមាណជាក្រែប្រមាណនៃកម្ពស់ជើងក្រែតាំងកៅអីដែលត្រូវប្រមាណខ្នាតនោះណាត្រូវប្រមាណខ្នាតមានថាខ្នាតដែល8ថ្នប់ព្រះសកុតហ្នឹងឯងប្រមាណក្រែជាកប្បយៈណាកប្បយៈថាក្រែហ្នឹងគួរតែត្រូវខ្នាតជារបស់គួរកប្បយៈនេះណាមានខ្នាតជើងកម្ពស់1ហត្ថក្តាប់ណាខ្នាតជើង1ហត្ថក្តាប់យើងឲ្យសម្គាល់1ហត្ថក្តាប់អញ្ចឹង1ហត្ថក្តាប់ស្គាល់ទេញោមក៏1ហត្ថក្តាប់នេះ1ហត្ថក្តាប់នេះ1ហត្ថក្តាប់តោះទេញោមណាយើងឲ្យសម្គាល់1ហត្ថក្តាប់របស់យើងនេះយើងក្តាប់ដៃយើងមកហើយយើងយក1ហត្ថមកនេះមកបាទដាក់អញ្ចឹងមកប្រវែងប៉ុណ្ណាមកយើងដាក់ហត្ថមើលដឹងខ្លួនឯងហ្នឹងថា1ហត្ថក្តាប់ណាកម្ពស់ខ្នាតប្រមាណក្រែមានខ្នាតជើងកម្ពស់ណាខ្នាតជើងយល់ខ្នាតជើងក្រែមិនហើយ1ហត្ថក្តាប់ខ្នាតព្រះសកុត8ថ្នប់ព្រះសកុតត្រូវជា5តឹកជាងណា5តឹកឬក៏ជា50សង់ទីម៉ែត្រដែរពិតមែនជើងពិតមែនជើងក្រែនិងជើងតាំងមានប្រមាណ8ថ្នប់ដោយថ្នប់ព្រះសកុតប៉ុណ្ណោះទើបសំគួរព្រោះហេតុនោះព្រះនាមានពភាកទើបទ្រង់ត្រាស់ថាមនាលភិក្ខុទាំងឡាយទ្រង់ត្រាស់ថាភិក្ខុសូមទោសច្រឡំមនាលមុខពាក្យទ្រង់ត្រាស់ថាភិក្ខុកាលនឹងឲ្យគេធ្វើក្រែថ្មីឬតាំងថ្មីក៏បីឲ្យគេធ្វើមានជើងប្រមាណ8ថ្នប់ដោយថ្នប់ព្រះសកុតវាលែងតែមេវាលែងតែមេក្រែខាងក្រោមចេញអញ្ចឹងថាប្រយោជន៍ខាងលើហើយកន្លែងមេក្រែនេះណាប្រយោជន៍មិនខាងលើច្រើនហើយណាប្រយោជន៍តាំងពីដើមមកពីរឿងមេក្រែហ្នឹងអញ្ចឹងមេក្រែធម្មតាមេក្រែសម្រាប់ដូចជា2តឹកណាយើងធ្វើហើយយើងខ្ទង់2តឹកណាហើយ2តឹកមេក្រែដែលគេធ្វើទៅតឹងហ្នឹងញោមកណាទៀតការបើភិក្ខុធ្វើឲ្យខ្ពស់លើសហួសប្រមាណនោះត្រូវអាបត្តិឆេតកបាចតយៈមានកាត់ចេញជាវិន័យកម្មកាត់ជើងចេញហ្នឹងពេលហួសប្រមាណនោះភិក្ខុត្រូវកាត់ចេញមើលសិនលោកមិនដឹងហ្នឹងពេលលោកសំដែងទោសត្រូវកាត់ជើងក្រែនឹងចេញទើបសំដែងដាច់ក្នុងសិក្ខាបទហ្នឹងបងហើយញាតិញោមត្រូវដាច់សិក្ខាបទសម្រាប់ញាតិញោម3ថ្នប់
របស់មជ្ឈិមបរោះណា3ធ្នប់មជ្ឈិមបរោះជាកណ្ដាលហ្នឹង3ធ្នប់3ធ្នប់របស់មជ្ឈិមបរោះត្រូវជាមួយធ្នប់របស់ព្រះសាស្តាណាព្រះសុគតណាញោមណាព្រះបរមសាស្តាគឺព្រះសុគតហ្នឹងឯងណាត្រូវជាថា3ធ្នប់បរោះធម្មតានេះណាបរោះធម្មតាត្រូវជាមួយធ្នប់របស់ព្រះសាស្តាព្រោះហេតុនោះ8ធ្នប់នៃព្រះសាស្តាត្រូវជា24ធ្នប់នៃមជ្ឈិមបរោះ24ធ្នប់នៃរបស់មជ្ឈិមបរោះត្រូវជាមួយគក់ណាមួយគក់មិញណាញោមណានឹងមួយគក់មិញណាញោមសិថានេះមិញនេះមួយគក់មិញបាទបទថាមុទ្ធិហដ្ឋបាតិកេគឺមានជើងប្រមាណមួយគក់រាប់តាំងពីផ្ទៃបាតតាំងពីផ្ទៃនៃបាតជើងឡើងទៅពីបាតនៃជើងណាតាំងពីផ្ទៃនៃបាតជើងឡើងទៅបាតជើងក្រែហ្នឹងហើយរហូតដល់ទីបំផុតខាងក្រោមនៃមេក្រែផុតនៃខាងក្រោមនៃមេក្រែមកគូមិញឲ្យមើលហ្នឹងហើយជើងក្រែមេក្រែខាងលើឧទាហរណ៍មេក្រែមកនេះមកគូឧទាហរណ៍ណាញោមនេះមេក្រែជើងធំណាមើលសំក្រែញោមមើលទៅរួមសំក្រែដូចជាមិនសំក្រែនេះជានឹងគេស្អីណាមកគូឧទាហរណ៍ណាក្រែចឹងជើងនេះយើងឧបមាមិញប្រហែលនេះមកគក់នេះនេះក៏5ទឹកហ្នឹងឯងក្រែជើងក្រែហ្នឹងមកព្រោះហ្នឹងហើយនេះពីបាតក្រោមនេះមកនេះស្មើគ្នាណាបងពីបាតហ្នឹងមកបងហើយយើងយកក្រែកម្រាលមកពីលើហ្នឹងមកសម្រានបានណាក្រែអូសំក្រែតើញោមមិននេះណាក្រែបានហើយបងហ្នឹងដូចតើគួយដូចទៅទៀតចាប់បាត់ហើយញោមអស់ហើយនេះចាំសប្តាហ៍ក្រោយបាទអញ្ចឹងយើងសិក្ខាបទទី1ប៉ុណ្ណឹងសិនមានសល់ខ្លះទៀតតើចាំមើលសប្តាហ៍ក្រោយ3ម៉ោងយើងក៏នេះហើយសល់ខ្លះម៉ោងទៀតអញ្ចឹងចាំសប្តាហ៍ក្រោយឥឡូវយើងរៀនថ្ងៃនេះប៉ុណ្ណឹងចុះហើយសង្ឃឹមថាញាតិញោមបានយល់កន្លែងចំណុចមួយអញ្ចឹងសរុបមេរៀនមកវិញហើយយើងរៀននៅក្នុងសិក្ខាបទឧច្ចាសយនមហាសយនាវេរមណីចេតនាចហវិជ្ជកិរិយាវិជ្ជទីសនាសនៈដ៏ខ្ពស់ហួសប្រមាណទីសនាសនៈដ៏ប្រសើរហើយក្នុងមេរៀននេះញាតិញោមដឹងថាទីសនៈដ៏ខ្ពស់ហួសប្រមាណគឺយើងនិយាយមិញនេះគឺ8ធ្នប់ក្រែធ្នប់ដល់ក្រែ8ធ្នប់ព្រះសុគត8ធ្នប់ព្រះសុគតហ្នឹងហើយហើយដល់ទីសនាសនៈនេះដល់ប្រសើរណាគឺទីសនាសនៈដែលយើងគិតមិញនេះមានច្រើនទាំងអស់មានប្រមាណទាំងអស់ញោមទីសនាសនៈដល់ប្រសើរដូចមានជា17ទេនោះទាំងអស់20ជាងនោះក៏មានច្រើនទៅទៀតហើយយើងមើលតាមនឹងទីសនាសនៈណាដែលមានលក្ខណៈខ្ពស់ហួសប្រមាណឬក៏ប្រសើរហ្នឹងយើងត្រូវមើលតាមនឹងអញ្ចឹងថ្ងៃនេះមានប្រមាណប៉ុណ្ណេះឯងបើអរគុណសម្រាប់ញាតិញោមអ្នកសិក្សាទាំងឡាយហើយជាចុងក្រោយបើមានបញ្ហាកម្មផ្សេងសម្រាប់ទីកិច្ចសន្ទនាបងលោកគ្រូអញ្ជើញមកចាំជូនលោកគ្រូក៏គ្រូអញ្ជើញមកនៅឃើញហើយប្រហែលជាលោកម្ចាស់រវល់លោកគ្រូរវល់នឹងទៀតអូខេបាទយ៉ាងអត់អីទេចាំចាប់ទៅទៀតអញ្ចឹងអញ្ជើញញាតិញោមបើអញ្ជើញញាតិញោមខ្ញុំសិដ្ឋាបាទបើយើងសួរក្នុងមេរៀនយើងសិក្សានេះជួយផ្ដល់ជំនួយញាតិញោមទៅបាទពូសថាបើអញ្ជើញបើសម្លេងពូខ្ញុំនេះហើយពូណាជិបតាមសូមនមស្ការម្ចាស់គ្រូម្ដងទៀត
បាទ នឹង ខ្ញុំ សូមជម្រាបសួរដល់យើងម្ដងទៀតបាទនៅក្នុងអកប្បយៈជាកម្រាលកម្រាលដែលជាអកប្បយៈហ្នឹងចំណុចទី7ចាស់គ្រូ បាទខ្ញុំ តូលិកៈ ទី7បងណាបាទខ្ញុំ ណា តូលិ ណា កៈ ណា ណា បាទ ជាកម្រាលដែលញាត់ដោយសម្លេងកយើងអាចនិយាយថាជាពូកដែលញាត់ដោយសម្លេងកប៉ុន្តែ បាទខ្ញុំ បើយើងមើលតាមដែងសម័យកាលនោះអត់មានពូកដូចសម័យយើងនេះឥឡូវទេ បាទ បើសិនជាសម័យកាលនោះមានពូកបណិតដូចឥឡូវហ្នឹងប្រហែលជាព្រះអង្គបញ្ញត្តិដែរក៏មិនដឹងទេ បាទខ្ញុំហើយនៅប្រហែលនេះដែរប៉ុន្តែដល់សម័យនេះយើងតាមសម័យកាលខ្ញុំបាទសម័យកាលព្រះអង្គបញ្ញត្តិមកកហ្នឹងក្នុងសម័យដែលពុទ្ធព្រះអង្គគង់នៅអញ្ចឹងសម័យកហ្នឹងគឺមិនសមគួរ ចង់សួរម្ចាស់គ្រូថាសម័យនេះមានពូកខ្លះហ្នឹងក៏ពូករស័រទៀតវាបណិតដែរហ្នឹងណាអញ្ចឹងយើងអាចដែងយកមកគេងបានទេចាស់គ្រូ ពូកហ្នឹងយើងមើលដែរបើថាបើជាអាសនៈហ្នឹងយើងក្រាលពីលើហ្នឹងជាអាសនៈដ៏ប្រសើរខ្ពង់ខ្ពស់ពេកដែលយើងហាមទាំង20មិញនេះហើយដាក់ដល់7មិញហ្នឹងហ្នឹងមិនសមគួរទេតែបើយើងដល់ធម្មតាមិនអីទេមកហួសប្រមាណពេកអញ្ចឹងបាទ កណា បាទ សូមបញ្ជាក់ម្ដងទៀតនៅចំណុចទីដែលថាកម្រាលទាំងអស់ដែលអាចក្រាលលើដីបានហ្នឹងសរុបទាំង20ហ្នឹងតែម្ដងចាគ្រូ 17ខ្ញុំ17 មិនមែនទាំង វា 20 លេខ ទេ វាលេខ3ចេញដាច់ខាតហ្មងវាដី3ចេញវាអសន្តិ1បលាំងកៈ1និងតូលិកៈ1 វាទី1ទី2ហើយទី7ពូ វាទី1អសន្តិហើយនឹងបលាំងកៈនិងតូលិកៈខ្ញុំណាបាទស្មើនឹងទី1ទី2ទី7 ណា ហើយនឹងព្រះអង្គហាមបដិអញ្ចឹងយកសល់17ហ្នឹងគឺអាចក្រាលលើដីអីបានរមកម្រាលធ្វើពីរមសត្វអីចឹងណាដែលលោកបញ្ជាក់មិញណាខ្ញុំ ណាទៀត បាទខ្ញុំបាទប៉ុន្តែសម័យកាលនេះយើងសម័យកាលនេះយើងគ្មានពេលណាតែក្រាលលើដីសម្រាប់ខ្ញុំមែនទេ មានផ្ទះ លោកម្ចាស់កណាសុំកាត់តិចទៀតលោកម្ចាស់បិទshare screen នោះទៀនសនុក អញ្ចឹងហ៎ ណាលោកម្ចាស់ នោះគេបិទមិនណា ខ្ញុំកណាសូមអរគុណចាគ្រូ បាទខ្ញុំបាទសាធុបាទខ្ញុំផ្សេងទៀត ដល់ភាព ខ្ញុំភាពហ៎ កណាទៀត ថ្លែងគុំគុណចាស់នឹងជំរាបសួរបងឆេងនិងជំរាបសួរបងប្អូនអ្នកបន្តទាំងអស់គ្នាគុំចាស់ចុះបើសិននៅតាមជនបទអីគុំចាស់ពីផ្ទះខ្ពស់អីគុំចាស់ហ្នឹងអត់អីណាយ នេះគាត់តែក្រែដែរគាត់ផ្ទះហ្នឹង ចា៎ បាទបាទ គុណទៀត បាទអាសនៈយើងឲ្យដេកឡើយទីដីទីអង្គុយបាទយើងផ្ទះខ្ពស់កាត់ជើងផ្ទះចេញហ៎ ដូចភាសាមានកត់មានអីបើមានកត់មានអីកត់លោកកត់ឈើកត់អីហ្នឹងបើកត់ខ្ពស់ កណាគិតឃើញផងដែរប៉ុន្តែដូចវានៅសង្ស័យពេលអញ្ចឹងសួរក្រោយ បាទខ្ញុំល្អសាធុខ្ញុំ ហើយមួយទៀតគុណចាស់ដូចជាក្រែអីអញ្ចឹងដែលយើងធ្វើរៀងខ្ពស់គុណចាស់ដូចនៅក្រោមផ្ទះអីគុណចាស់ អត់តែទីអង្គុយកន្លែងហ្នឹងមិនសមគួរទាំងអស់ទីខ្ពស់ហួសប្រមាណអញ្ចឹងខ្ញុំបាទគឺមិនសមគួរនឹងអង្គុយដេកលើហ្នឹងទេអញ្ចឹងថ្ងៃហ្នឹងយើងកុំទៅថ្ងៃយើងរក្សាសុខាបត់ហ្នឹងកុំទៅវាចាក់សម្រួលកន្លែងហ្នឹងវាយ៉ាត់ហ្នឹងទៅណាកុំធ្វើប្រហែល ក្រក់និយាយរួមពីមុនខុសទាំងអស់ហ្នឹងគុណចាស់ ហ្នឹងហើយមិនបើមិនឲ្យរៀនទៅយើងដឹងបង
ដូចញាតិញោមរៀនសិក្ខាបទណាចគ្គីយើងច្រៀងខ្លួនឯងហើយនឹងប្រើគេត្រូវដូចគ្នានឹងដូចញាតិញោមឲ្យចៅរំទិញទៅទៅហ្នឹងរំទៅណាតោះណាញោមណាយើងកាយើងគាត់តែច្រៀងរំញាតិញោមខ្លះគាត់ថាអញ្ចឹងគាត់សួរស្មានហ្នឹងណាធ្លាប់តែឮថាច្រៀងខ្លួនឯងអត់ដាច់ដល់គាត់ថាអត់ដឹងថាកន្លែងឲ្យចៅនោះប្រើគេឲ្យច្រៀងអីត្រេកអរនោះត្រូវដែរខ្ញុំគិតថាដល់គាត់រៀនថាអូអញ្ចឹងហ្នឹងណាអញ្ចឹងរៀនទៀតបាទទៅទៀតញោមភេង ភេងវិធី ធាអញ្ចឹងញោមភេងវិធា ណានមកការលោកចាស់ណាមានសំណួរចង់សួរដែរលោកចាស់ដូចអមថាទីក្រេហ្នឹងខ្ពស់ដែរប៉ុន្តែយើងយកកូនទៅឲ្យគេងលើក្រេហ្នឹងយើងអត់ទៅគេងទេគាត់ថាយើងទៅអង្គុយលើក្រេនឹងដើម្បីបំពេគាត់អីបានអត់លោកចាស់ ទៅលោកលើកតើកន្លែងទីដីទីអង្គុយតែកន្លែងអង្គុយក៏មិនសមគួរអង្គុយមិនសមគួរហើយយើងក៏អង្គុយទៅដាក់កន្លែងអង្គុយឲ្យទៀបមកក៏អីដល់ទៀបមួយមកអង្គុយទៅបំពេទៅបងកន្លែងហ្នឹងព្រះអង្គសម្ដែងបញ្ញត្តិមកគឺទីដីទីអង្គុយដល់ខ្ពស់ខុសប្រមាណដែលមិនសមគួរអង្គុយបើសម្រាប់កៅអីអង្គុយអីអាហ្នឹងមិនកន្លែងខ្លះលោកថាមិនអីទេប៉ុន្តែកន្លែងឲ្យតែលើសពីຂະຫນាតដែលព្រះអង្គទ្រង់បញ្ញត្តិហ្នឹង8ធ្នប់ព្រះសុគតហ្នឹងគឺមិនសមគួរបើសម្រាប់អង្គុយឬក៏ដេកអញ្ចឹងញោមទៀតញោមវិទ្យាបាទលោកចាស់មួយទៀតចូលដូចជាយើងអង្គុយនៅក្នុងឡានកៅអីឡានវាមានវាធ្វើពីស្បែកសត្វពីអីដែរអញ្ចឹងបានអត់លោកចាស់ ស្បែកសត្វអីគេអត់ បើយើង ដឹង ក ដែរ ន្លែង លោក ហ្នឹង ចាស់ បើ អត់ដឹងថាធ្វើពី សិន ស្បែ ស្បែក ក ស សត្ ត្វ វ យើងវិនិច្ឆ័យក្នុងសិក្ខាបទនេះដែលព្រះអង្គទ្រង់ហាមស្បែកសត្វសាហាវហ្នឹងបើយើងមើលកន្លែងហ្នឹងបើយើងឃើញក្នុងវិន័យបញ្ញត្តិដែលព្រះអង្គហាមហើយបើយើងសង្ស័យកន្លែងនេះកុំអញ្ចឹងណាញោមណាកុំធ្វើពីព្រោះកន្លែងបាត់សត្វសាហាវដូចជាសត្វខ្លាសត្វអីហ្នឹងអាហ្នឹងមិនសមគួរទេអញ្ចឹងកំរាមួយដែរកំរា លោកចាស់កៅអីឡានហ្នឹងយើងអាចចាត់ទុកថាទីសេនាសនៈដែលល្អប្រសើរអត់លោកចាស់ទៅចូលក្នុងឡានហ្នឹងកៅអីគេដល់ល្អស្អាតអង្គុយទៅទន់ស្រួលខ្លួនមានសិទ្ធិចៈមានអីចឹងលោកចាស់ ហ្នឹងក៏នឹងចាត់ចូលកន្លែងទីសេនាសនៈដែរអាសនៈជាយានបើគឺជាទីសេនាសនៈមួយដែរកន្លែងបណ្ឌិតហ្នឹងទៅកន្លែងណាដែលល្អបណ្ឌិតវិចិត្រដោយដូចលោកលើកឡើងវិចិត្រដោយរតនវត្ថុអីផ្សេងឬក៏ដិនមាសឯណាសិតតែចាត់ចូលក្នុងរតនៈដ៏ប្រសើរហ្នឹងហើយឲ្យតែប្រព្រឹត្តទៅក្នុងការលំអដោយរតនវត្ថុឬក៏ជារូបជាអីចឹងណារូបសត្វរូបអីហ្នឹង ចឹងតថ្ងៃហ្នឹងយើងវាការជិះឡានដែរលោកចាស់ ហើយយើងរកកន្លែងណាសមគួរទៅយើងក្រាល កណាគុណចាស់កន្លែងហ្នឹងខ្ញុំកណាចង់សួរទីគុណចុះដូចគុណ ដូច ចា គេ ស់ លោកគ្រូអញ្ជើញចូលហើយលោកគ្រូនេះគេលោក គ្រូ ចា ហើយគ្រូយើងចូលចឹងជួនទៅលោកគ្រូតែម្ដងបាទគ្រូជើញ ជំរាបសួរលោកគ្រូ សូមជម្រាបសួរលោកគ្រូបាទ មកស្ការចាស់ បាទចេញជួនលោកគ្រូចូលរួមឆ្លើយសំណួរខាងក្រោយទៅបាទបរៀន1ម៉ោងជិត2ម៉ោង សាធុសាធុ បាទគ្រូ រៀនទៅញាតិញោមភ័យគ្រប់គ្នាប៉ុន្តែតិចទៀតទៅយើងអាចរៀនពីកិច្ចលើកលែងអញ្ចឹងតែដល់រៀនពីកិច្ចលើកលែងបានរៀនធូរបន្តិចមកវិញ បាទចប់ទៅនៅទៀត ណា ឥឡូវសូមតែបីតែជិះឡានជិះម៉ូតូក៏ សួរនាំអត់ហ៊ានមានតែអត់ហ៊ាន បើយើងនិយាយពីកម្ពស់ពាក្យថាខ្ពស់ហួសប្រមាណគឺយើងនិយាយពីក្រែនឹងតាំងអីជាដើមតែយើងមិនរាប់រៀនចូលទេយើងបាន
ក៏បីជ្រាបពាក្យថាវិនិយោគកិច្ចកម្មភីរោវិន័យជ្រៅដោយកិច្ចមានកិច្ចឧទាហរណ៍ដូចសំណួរពីណាសួរតែក្រែក្រោមផ្ទះខ្ពស់អីចឹងអញ្ចឹងយើងធ្វើឲ្យទៅជារៀនទៅក្រែនៅតែក្រែអញ្ចឹងវិញយើងធ្វើឲ្យទៅជារៀនទៅពេលទៅធ្វើឲ្យទៅជារៀនក្រែក្រោមផ្ទះអឺបើសិនជាផ្ទះយើងសសរឈើយើងគ្រាន់តែយកខ្សែមកចងជាប់ជាមួយនឹងសសរហ្នឹងយើងសន្មតថាជារៀនហ្នឹងណា ចា៎ អាហ្នឹងលែងក្រេហើយអាហ្នឹងហៅថារៀនវិញខ្សែប៉ុណ្ណាក៏ដោយខ្សែប្រពន្ធខ្សែចេះក៏ដោយឲ្យតែចងហើយ ចងហើយយើងសន្មតថាហ្នឹងជារៀនលែងជាក្រេហើយហ៎ ចាលោកតែសារខ្ញុំមកនៅផ្ទះម៉ែមួយរយៈទៅខ្ញុំមកគេងនៅផ្ទះម៉ែទៅបាទ ក្រៅមានប៉ុន្តែមើលទៅមិនដូចជាក្រែហ្មងទៅលោកគ្រូដូចជារៀនដែរ នឹងរៀនអត់អីរៀនអឺដែលចាត់ថាជារៀនព្រោះមានសសរជាប់ទៅក្នុងដីមិនកម្រើកបានបានហៅថារៀន អូ បើនៅបតើតលើដីអានឹងជាក្រែ ហើយដែលយើងជាប់ជាមួយនឹងសសរដែលមមជាប់ជាមួយផ្ទះអាហ្នឹងវាទៅជារៀនហ៎ ចា ឬក៏ផ្ទះហ្នឹងវាចាក់បេតុងវាអត់មានសសរឈើទេប៉ុន្តែមានក្រេពីរជាប់គ្នាចងជើងក្រេនឹងជាប់គ្នាណែទៅជារៀនវែង លែងជាក្រេ ហ្នឹងហើយរឿងកៅអីឡានកៅអីឡានយើងហៅកៅអីឡានប៉ុន្តែយើងមើលក្រេមិនកាលកើតលើកចេញបានណាកៅអីឡានមិនជាប់គឺចាប់ឡូស៊ីជាប់មែនទេអញ្ចឹងមិនចាត់ជាតុកជាតាំងទេហើយបើគិតជាទោសមានតែរឿងរបស់បណ្ឌិតលោកចាស់លើកឡើងមកអញ្ចឹងអាហ្នឹងយើងលើកលែងមិនបានអាហ្នឹងប៉ុន្តែបើថាខ្ពស់ពេកទាបពេកកៅអីឡានហ្នឹងមិនចាត់ជាតុកឬជាតាំងទេតែបើពាក់ព័ន្ធរឿងកម្រាលដែលគេធ្វើពីរបស់បណ្ឌិតឯនោះទេប៉ុន្តែវាមានពាក់ព័ន្ធរបស់ដែលក្រាលយកចេញបាននិងរបស់ឲ្យគេដាក់ជាប់របស់ដាក់ជាប់យកចេញបានផ្សេងមួយទៀតចឹងឧទាហរណ៍ដូចខ្ញុំចាស់បរៀនពីរឿងកម្រាលទីអង្គុយដែលគេក្រាលអញ្ចឹងពាក្យថាក្រាលមានន័យសារបានមែនទេប៉ុន្តែបើគេលាបថ្នាំទៅលាបថ្នាំក្រហមអីចឹងទៅអាហ្នឹងរបស់គេយកចេញអត់បានផ្សេងលោកអាចក្រាលកម្រាលរបស់លោកសាំងមីលឺនឹងអត់អីมันសំដៅយកតែពណ៌ហ្នឹងទេណែខ្ញុំឡើងលើកឲ្យវាធូរបន្តិចកុំឲ្យភ័យច្រើនពេក ណែដោយឧទាហរណ៍ដូចយើងរៀនសេនាសនៈរបស់បព្វជិតដែលគង់ទៅត្រូវអាបត្តិមិនមែនតែខ្ពស់ពេកទេណាភិក្ខុគង់លើក្រែជាមួយគ្នា2អង្គ3អង្គឡើងទៅត្រូវទោសទៀតក្រែត្រូវតាមវិន័យក៏ដោយព្រោះអាហ្នឹងវាពាក់ព័ន្ធរឿងផ្សេងអង្គុយច្រើនពេកវាបាក់នោះខ្ញុំមិនបងដល់អង្គុយច្រើនប៉ុន្តែបើសិនយើងចងភ្ជាប់ឲ្យទៅជារៀនទៅលែងជាក្រែអង្គុយមកអង្គុយទៅក៏ពីគង់គ្នាច្រើនបានទៀតហើយអញ្ចឹងវិន័យវាមានកន្លែងបញ្ញត្តិហើយមានកន្លែងអនុញ្ញាតទៀត លោកគ្រូកន្លែងនេះខ្ញុំសូមកាត់ប្រសាសន៍តិចលោកគ្រូចុះបើកន្លែងរៀនហ្នឹងវារៀនខ្ពស់ដែរលោកគ្រូអត់អីណាលោកគ្រូ ខ្ពស់ណាខ្ពស់ទៅរៀនហ្នឹងវិន័យលោកនិយាយតែក្រេហេងតាំង ចាលោកគ្រូហើយចឹងលោកគ្រូអរគុណ រៀនត្រឹមចកេះត្រឹមទៅត្រឹមកត្រឹមទៅត្រឹមក្បាលត្រឹមទៅរៀនតានោះនឹងមិនអីទេគាត់ចូលមកអនុមោទនាការប្រឹងប្រែងរបស់លោកម្ចាស់ប៉ុណ្ណឹងថ្វាយគុំទៅមើលកូនហើយ រៀបលា បញ្ញាប់ឯងគ្រូបញ្ញាប់ ហ
ត់លោកគ្រូសូមបញ្ជាក់រឿងសាក់ចាំតិចលោកគ្រូ ចេញចូលចេញ ខ្ញុំធ្លាប់បានស្ដាប់លោកគ្រូដូចបងហងគាត់ធ្លាប់និយាយមិនអញ្ចឹងមុននឹងដឹងថាផ្លូវចិត្តនឹងដឹងតែមានបញ្ហាហើយទោះបីយើងចាក់សាក់មុនចាក់ក្រោយក៏ដោយដូចប៉ុន្តែអាការសាក់នោះកាលពេលយើងសាក់តាំងពីយើងមិនទាន់រក្សាបោសតទៅយើងសើត្រឹមសើ5ហ្នឹងតែចាក់សាក់នោះវាយូរហើយលោកគ្រូតាំងពី2017វាសឹងតែផ្លិចចិត្តយើងវាសឹងតែផ្លិចតែយើងសាក់ហើយចឹងតែឥឡូវវានៅជាប់អញ្ចឹងលោកគ្រូ អាហ្នឹងមានតែគេវិនិច្ឆ័យរឿងវិន័យរបស់ភិក្ខុដែរជួនកាលវាការនៅពីកុហកលោកធ្វើជាអ្នកលេងអីចាក់សាក់ចាក់អីប៉ុន្តែពេលលោកបួសមានស្អីលោកចាក់តាំងពីយូរណាស់ហើយប៉ុន្តែ តែ ថា ហ្នឹងនៅលើផ្លូវចិត្តយើងដែរលោកគ្រូយើងវាអត់មានជាប់អី រឿង ហ្នឹង សំខាន់រឿងវិន័យសំខាន់រឿងវិន័យ ចាវិន័ វិ យ ន័យគឺវិន័យអប់រំកាយវាចាអញ្ចឹងបើចង់ដោះផ្លូវចិត្តរៀនអភិធម្មទៀតអប់រំតាមប្រសូតតាមអភិធម្មអត់មែនអប់រំតាមវិន័យទេវិន័យគឺមួយគឺមួយពីរគឺពីរឧទាហរណ៍ដូចយើងច្បាប់បើកឡានអញ្ចឹងថាត្រូវលឿន80អាចិត្តយើងចង់100ចង់ទៅកុំឲ្យតែចង់ទៅ100ចង់ទៅ80អានឹងច្បាប់វាតែប៉ុណ្ណឹង យល់ហើយលោកគ្រូ ចឹងម៉ាស្កាបាយគុំ ជំរាបលាលោកគ្រូអរគុណច្រើន ដូចជាអស់សំណួរដែរហើយលោកម្ចាស់ មិនប៉ុណ្ណឹងហើយខ្ញុំ មានបងប្អូនមានសំណួរបន្ថែមទៀតទេ នៅបញ្ជាក់ឋានវាទៀតបង ចា យើង ជួយ ចូលក្នុងបានការដែលយើងបើកម៉ាស៊ីនបញ្ជាក់អីហ្នឹងអាហ្នឹងចាត់ចូលក្នុងការអាស្រ័យលើទីសនាសនៈភាសាដែរលោកចា អត់ទេសិនជាមានអី ជាក់មកស្រុកខ្មែរក្តៅអត់ឲ្យបើកមិនកើត អញ្ចឹងសុំតិចទៀតរបស់ទំនើបរាល់ថ្ងៃគិតតាមវិន័យគ្មានខុសមួយណាទេប៉ុន្តែបើយើងរង្គៀសផ្លូវចិត្តអាហ្នឹងយើងត្រូវមើលផ្លូវចិត្តអញ្ចឹងរបស់ណាដែលព្រះអង្គមិនតន់បញ្ញត្តិដូចពូកដូចអីអញ្ចឹងទោះបីវាប្រណិតជាងសម្លៃរាប់រយដងក៏ដោយចាត់តាមវិន័យក៏នៅតែអត់ខុសចឹងព្រោះព្រះអង្គអត់បានបញ្ញត្តិប៉ុន្តែបើសិនជាយើងមើលឃើញហ្នឹងដេកលើអាហ្នឹងជាពាក់ណាយើងកុំដេកទៅអាហ្នឹងរឿងរបស់យើងទេណា ដោះចិត្តយើង ហ្នឹងហើយដោះចិត្តយើងទេហ្នឹងហើយឬក៏យើងសម្រាប់ទៅលើអារឹងវាអត់កើតអានោះតបានវាដេកលក់អីអាហ្នឹងក៏កំណត់ដែរមានអញ្ចឹងបានធនហ្នឹងមិនមែនចប់ត្រឹមវិន័យទេគឺត្រូវសិក្សាប្រសូតសិក្សាបរមត្ថទៀតដើម្បីសង្កេតពិនិត្យមើលតើគណៈហ្នឹងលោភៈកើតអត់អញ្ចឹងលោភៈកើតមិនមែនយកវិន័យយកមកប្រកាសទេយកសតិមកតាមដាន ដូចរបស់ទំនើបអីអញ្ចឹងលោកម្ចាស់កំពុងតែផ្សាយអីអញ្ចឹងឲ្យព្រះអង្គហាមអីបើកាលនោះអត់មានប៉ុន្តែមានទោសឬអត់ហើយលើលោកម្ចាស់ប្រើលបមើលស្រីស្អាតអាហ្នឹងគាត់ណាប្រើដើម្បីបរៀនធម៌សើចមេរៀនមានប្រយោជន៍ណាថ្វាយអង្គមឲ្យទៅមែនទេណាជំរាបលា បើយកដូចចាប់ឲ្យមកឆេងប៉ុណ្ណឹងឯង ណាកណាគិតថាអត់មានអ្នកសួរបន្តទៀតទេអញ្ចឹង អញ្ចឹងអរគុណច្រើនណា កណាបាយកុំលាទេ កណាបាយ សូមនមស្ការលា គុណម្ចាស់គុណលាទៀត លោកគ្រូជំរាបលាបុព្វធម៌ទាំងអស់បាទ ចានមស្ការលាលោកម្ចាស់ជំរាបលាបងប្អូនចា